ក្រោយពីសម័យប៉ុលពតបានដួលរលំខ្មែរក៏បានឈានដល់សម័យមួយទៀតដែលចាស់តែងហៅថាសម័យរដ្ឋកម្ពុជាដែលមានឈ្មោះពេញថាសាធារណរដ្ឋប្រជាមានិតកម្ពុជាសម័យរដ្ឋកម្ពុជានេះហើយគឺជាពេលវេលាដែលខ្មែរចាប់តស៊ូឡើងវិញពីបាតដៃទទេអ្នកចេះដឹងបញ្ញវន្តខ្មែរត្រូវបានគេសម្លាប់ស្ទើរតែអស់ទៅហើយចំណែកឯអ្នកចេះដឹងមួយចំនួនបានរត់ទៅក្រៅប្រទេសដើម្បីគេចពីការសម្លាប់ក៏ពុំទាន់ហ៊ានត្រឡប់ចូលស្រុកវិញពលស្រុកខ្មែរសម័យនោះគឺមានការលំបាកជាខ្លាំងរដ្ឋាភិបាលបណ្ដោះអាសន្ននៃរដ្ឋកម្ពុជាបានគិតថាកម្ពុជាមិនអាចអភិវឌ្ឍប្រទេសខ្លួនបានដោយមិនមានប្រព័ន្ធអប់រំនោះទេហើយពេលនោះហើយដែលរដ្ឋាភិបាលបានដាក់ចេញគោលការណ៍មួយអ្នកចេះច្រើនបង្រៀនអ្នកចេះតិចអ្នកចេះតិចបង្រៀនអ្នកមិនចេះសោះត្បិតថាគ្រានោះធនធានមនុស្សខ្មែរយើងគឺមានតិចណាស់បើរងចាំអ្នកចេះមកបង្រៀននោះគឺត្រូវការពេលច្រើនឆ្នាំទើបអាចស្ដារប្រទេសរបស់ខ្លួនបាននិយាយអំពីទស្សនវិជ្ជាសង្គមជាតិប៉ុណ្ណឹងចុះហើយឥឡូវនេះយើងងាកមកសាច់រឿងយើងវិញដោយសារតែសង្គមយើងកាលគ្រានោះគឺទៅតែងើបពីសង្គ្រាមប្រជាជនពុំសូវមានចំណេះដឹងដូចនេះគឺមានរឿងរ៉ាវជាច្រើនបានកើតឡើងឃាតកម្មប្លន់ទ្រព្យក៏មានចោរប្លន់ដល់ផ្ទះក៏មានហើយបើនៅតាមស្រុកស្រែជនបទទៀតគឺថាពិតជាមានការលំបាកខ្លាំងណាស់ជាពិសេសសម្រាប់ក្មេងស្រីដែលទៅពេញវ័យក្រមុំនោះករណីរំលោភសម្លាប់គឺតែងតែកើតឡើងមកជាហូរហែវាគឺពិតជាពិបាកក្នុងការទប់ស្កាត់ជាខ្លាំងពេលខ្លះនៅតែផ្ទះក៏មានការភិតភ័យខ្លាំងណាស់ដែរកាលនោះអាចថាកំឡុងឆ្នាំ1982នៅស្រុកភូមិដាច់ស្រយាលឆ្ងាយមួយដែលមានឈ្មោះថាភូមិព្រៃចាស់ភូមិនោះគឺមានមនុស្សរស់នៅច្រើនណាស់ដែរក៏ប៉ុន្តែវាតោះត្រង់ថាវាឆ្ងាយដាច់ស្រយាលធីតាដែលជាក្រមុំកូនមីងសាននៅចុងភូមិគឺមានរូបឆោមស្រស់ស្អាតខ្លាំងណាស់នាងក៏ទៅពេញក្រមុំឃើញស្អាតប្លែកនៅឆ្នាំនេះដែរទេនេះសំណាងហើយបើនាងពេញរូបរាងឃើញស្អាតបែបនេះនៅជំនាន់ពលពតវិញណាប្រហែលជានាងត្រូវបានក្រុមពលពតចាប់យកធ្វើប្រពន្ធបាត់ទៅហើយតែថាសំណាងក៏មិនត្រូវឡើយត្បិតថារូបរាងស្រស់ស្អាតបែបនេះកាលពីជំនាន់នោះវាគឺជារឿងអភ័ព្វទៅវិញទេត្បិតអីប្រុសក្នុងភូមិរួមទាំងអ្នកភូមិផ្សេងផងតែងតែប៉ងចង់បានរូបនាងដែលកាលបែបនេះហើយធីតានាងគឺពិតជាមានការលំបាកជាខ្លាំងក្នុងការចេញដើរទៅណាមកណាម្ដងបើសំបីតែទៅដងទឹកមានស្រីគ្នាឯងទៅជាមួយហើយនៅតែពេលខ្លះមានកំឡោះរោគចិត្តមួយចំនួននៅតែចង់មកបំពេញលើនាងលុះមានថ្ងៃមួយត្រូវជាថ្ងៃសិលផងចាស់ក្នុងភូមិគឺបានទៅវត្តជាហូហែដែលវត្តក្នុងភូមិនោះគឺមានឈ្មោះមិនខុសពីឈ្មោះភូមិឡើយពោលគឺមានឈ្មោះថាវត្តព្រៃចាស់វត្តព្រៃចាស់គឺនៅដើមភូមិឯណោះពោលគឺពុំនៅជាប់ភូមិពេកឡើយត្បិតកាលពីសម័យប៉ុលពតព្រៃដែលនៅជាប់របងវត្តនេះជាកន្លែងដែលគេយកមនុស្សមកវាយសម្លាប់ចោលអស់រាប់សិបនាក់ឯណោះដូចនេះអ្នកភូមិគឺមិនហ៊ានរស់នៅជិតវត្តនេះទេហើយគេបានមកនៅឆ្ងាយប្រមាណជា 400-500 ម៉ែត្រមានអីផ្លូវចូលមកវត្តនេះនៅមានដើមឈើធំដុះជុំចិត្តផងដើរមកវត្តម្ដងគួរឲ្យព្រឺក្បាលខ្លាំងណាស់ដែរ
ដោយសារតែថ្ងៃនេះជាថ្ងៃហ្វិលដូចនេះវាជារឿងធម្មតាទេតែមេឃគឺមានភ្លៀងរលឹមមិនដាច់នោះផ្លូវនៅក្នុងភូមិគឺថាបែកភុវល់តែម្ដងនៅក្នុងភូមិនារដូវវស្សាបែបនេះគឺស្ងប់ស្ងាត់ណាស់ត្បិតថាម្នាក់គឺរវល់តែនៅស្រែចម្ការជួនពេលថ្ងៃហ្វិលលោកយាយលោកតានាំគ្នាទៅធ្វើបុណ្យនៅឯវត្តអស់ទៀតភូមិឋានគឺស្ងាត់ជ្រងំតែម្ដងធីតាម្ដាយឪពុកនាងមិនឲ្យនាងទៅស្រែជាមួយនោះទេត្បិតថាគាត់មានការបារម្ភខ្លាចតែមកវិញមានក្រុមរោគចិត្តពូនផ្ទះចាំចាប់កូនស្រីខ្លួននោះគាត់មិនដឹងធ្វើយ៉ាងម៉េចឡើយត្បិតអីកាលចំនួននោះកំភ្លើងគឺនៅមានកាន់ពេញដៃតែពួកវាចង់បានអីវាគឺត្រូវយកតលតែបានបើទុកធីតាឲ្យនៅផ្ទះម្លេះក្រុមពួកនោះវាពុំសូវហ៊ានទេដោយកម្មនិស័យវាសនារបស់ធីតាស្រីបើទោះជាពុកម៉ែខំថែមិនឲ្យចុះស្រែក្តីតែនិស័យនៅតែតោងនាងចុះតតែបានធីតានៅផ្ទះសុកក្រោយតែពីឮធัวដែលសូត្រចេញដោយលោកតាលោកយាយនៅឯវត្តមកធ្វើឲ្យធីតានឹកឃើញដល់បងប្រុសរបស់ខ្លួនដែលកាលពីចំនួន7ពតបងប្រុសរបស់ធីតានោះឃើញធីតានាងឃ្លានខ្លាំងពេកដាច់ចិត្តទៅលួចដំឡូងយកមកស្ងោរឲ្យប្អូនពិសាខណៈនាងកំពុងតែពិសាយ៉ាងឆ្ងាញ់នោះក៏ត្រូវឆ្លប់7ពតមកដល់ចាប់បងប្រុសខ្លួនយកទៅវាយសម្លាប់ដោយបោកជាមួយនឹងដើមឈើមួយនៅជួររបងវត្តនោះធីតាក៏មានចិត្តនឹកបងប្រុសជាខ្លាំងថ្ងៃហ្វិលផងម៉ែពុកក៏មិនបានទៅធ្វើបុណ្យជូនដល់បងប្រុសទេធីតាក៏សម្រេចចិត្តដួសបាយម្ហូបដាក់ចានស្រាក់រួចនាងក៏ខំរត់ទៅសំដៅវត្តក្រែងតនចង្ហាន់ខណៈពេលធីតាខំដើរទៅវត្តនោះក៏ស្រាប់តែបានជួបនឹងដែននឹងគ្នាកំពុងតែអង្គុយនិយាយគ្នាលេងនៅលើស្ពានឈើមួយនាដើមភូមិនោះគេគ្រប់គ្នាទៅស្រែជួយធ្វើការពុកម៉ែស្ងាត់ភូមិតែដែននឹងគ្នានៅឈរនិយាយគ្នាលេងមិនរកការងារធ្វើទេដែនគ្រាន់តែឃើញធីតាភ្លាមគេក៏បានផ្ទុះមករួចកាត់ផ្លូវរបស់ធីតាក៏ស្រែកមកថាណែបងដែនខ្ញុំប្រញាប់ទៅវត្តដែននោះក៏តបថាទៅវត្តធ្វើអីធីតាមកបងកំពុងតែឃ្លានផងឲ្យបងសុំពិសាវាបានបនជាងយកទៅវត្តទៅទៀតធីតាក៏តបទាំងខឹងថាបងដែនបាយម្ហូបនេះខ្ញុំយកឧទ្ទិសជូនបងប្រុសរបស់ខ្ញុំបងឯងដឹងហើយថាបងប្រុសខ្ញុំកាចប៉ុណ្ណាក្រែងពីតូចវាគ្នាមិនដែលឈ្នះបងខ្ញុំផងទេអីដែនក៏សើចហើយតបថាទេបើធីតាយកទៅឧទ្ទិសជូនបងថ្លៃរបស់បងក៏មិនខត់អីដែរឆាប់ទៅវត្តចុះណាបងនៅចាំធីតានៅទីនេះធីតានាងក៏ផ្ទុះយ៉ាងលឿនដើរចេញពីទីនោះដើម្បីទៅវត្តឲ្យតនចង្ហាន់ចំណែកឯដែនក៏ចេះតែមើលដំណើរធីតាពីក្រោយដោយគេជញ្ជក់មាត់ផងថារាងធីតាស្អាតណាស់មិនធ្លាប់សោះបានឃើញពីមុនមកបើទោះជាកូនអ្នកក្រុងកូនអ្នកខេត្តក៏មិនមាននរណាអាចប្រៀបនឹងធីតាបានឡើយគ្នាគេម្នាក់ទៀតក៏តបថាបងអានឹងគេហៅថាបុព្វជនបទណាបងធីតានេះនរណាក៏តាមស្រឡាញ់ដែរដែនក៏តបថាអញដឹងហើយតែស្រុកភូមិនេះនរណាហ៊ានប្រជែងនឹងអញក្រឡេកមើលធីតាក្រោយតែពីមកដល់វត្តនាងក៏ខំយកបាយទៅរៀបចំដាក់ចង្ហាន់លោកជាមួយនឹងលោកយាយលោកតាបើទោះជាវាយឺតបន្តិចក៏មិនអីដែរធីតាបានយកដៃសំពះស្ដាប់លោកយាយលោកតាសូត្រធម៌បណ្ដើរនឹកគិតដល់បងប្រុសខ្លួនបណ្ដើរមិនដឹងថាពេលនេះបងប្រុសបានទៅចាប់ជាតិថ្មីហើយឬនៅទេហើយប្រសិនបើពេលនេះបងប្រុសខ្លួននៅមានជីវិតប្រហែលជាគាត់ការពារខ្លួនមិនឲ្យខ្លាចមុខខ្លាចក្រោយជាមួយនឹងមនុស្សដូចជាដែរនោះទេលុះតែកម្មវិធីចប់លោកតាម្នាក់
បានដើរមករួចពោលទៅធីតាថាធីតាចៅមកតែម្នាក់ឯងទេមែនទេធីតាក៏តបថាចាស់លោកតាចៅមកតែម្នាក់ឯងទេលោកតាក៏តបទៀតថាចៅប្រញាប់ទៅផ្ទះវិញជាមួយនឹងលោកយាយលោកតាទៅបានគ្នាកុំដើរម្នាក់ឯងណាព្រោះជើងលេខចៅហាក់មិនហ្វូវស្រួលទេធីតាគិតក្នុងចិត្តថាលោកតាចេះមើលច្បាស់ណាស់ត្បិតថានាងគឺពិតជាមិនស្រួលតាំងតែពីព្រឹកមកម្លេះសំណាងចេះយកបងប្រុសខ្លួនទៅបំភ័យដែនកុំអីអាហ្វនធំមិនខានឡើយធីតាក៏តបទៅលោកតាវិញថាចាស់លោកតាចៅអរគុណលោកតាណាធីតាក៏បានពោលទៅលោកយាយដែលនៅជិតផ្ទះគ្នាលោកយាយក៏ប្រាប់ធីតាថាយាយជជែកគ្នាបន្តិចសិនចៅចុះទៅលេងនៅក្រោមមុនទៅចាំពេលយាយចុះទៅចាំយាយទៅរត់ធីតាឮដូចនេះក៏ចុះមកក្រោមត្បិតថានៅក្រោមមានខ្យល់អាកាសល្អជាងបើទោះជាមានភ្លៀងរលឹមបន្តិចតែក៏មិនអីធីតានាងក៏បានដើរមើលតាមសួនដែលលោកបានរៀបចំយ៉ាងស្អាតខណៈផ្កាចម្រុះក៏រីកស្គុះស្គាយយ៉ាងស្រស់ត្រកាលលុះតែនាងដើរមកដល់ជិតនឹងមាត់ស្រះក៏បានប្រទះឃើញផ្កាឈូករីកស្គុះស្គាយពេញទាំងស្រះជួនពេលនោះក៏មានផ្កាឈូករីកនៅជិតនឹងច្រាំងដែលអាចឲ្យធីតាឈោងដៃបេះបានធីតាគ្រាណាឃើញផ្កាឈូកដូចនេះក៏នឹកឃើញបងប្រុសខ្លួនភ្លាមត្បិតកាលពីតូចបងប្រុសខ្លួនតែងតែចុះបេះយកផ្កាឈូកមកឲ្យនាងដោយបងប្រុសនាងប្រាប់មកនាងថាប្អូនបងស្អាតណាស់ផ្កាឈូកនេះគឺជានិមិត្តរូបនៃប្អូនស្រីដោយនឹកឃើញដូចនេះហើយធីតាក៏បានអោនចុះរួចបេះយកផ្កាឈូកពីរបីទងហើយនាងក៏បានយកមកបត់ត្របកផ្កាឈូកនោះឲ្យដូចពេលដែលបងប្រុសខ្លួនបត់យកមកឲ្យនាងអញ្ចឹងដោយមើលឃើញថាលោកយាយមិនតន់ចុះមកក្រោមវិញទេធីតាក៏គិតថានឹងយកផ្កាឈូកដែលនាងបត់នេះយកទៅដាក់ឧទ្ទិសឲ្យបងប្រុសត្បិតនាងនៅចាំច្បាស់ណាស់កន្លែងដែលគេវាយសម្លាប់បងប្រុសខ្លួនលុះតែគិតហើយធីតាក៏បានដើរយកទាំងចានស្រាក់និងផ្កាឈូកដែលនាងបានបត់ត្របកវាហើយរួចដើរសំដៅទៅតាមផ្លូវក្រោយជាប់នឹងវត្តនេះដោយសារតែផ្លូវនេះពុំសូវមានអ្នកមកទេត្បិតម្នាក់គេខ្លាចបើទោះជាទីនេះត្រូវបានកម្លាំងរដ្ឋាភិបាលបានចុះមកប្រមូលយកឆ្អឹងខ្មោចទាំងប៉ុន្មានយកទៅដាក់រៀបចំទុកឲ្យបានស្រួលបួលទៅហើយក្តីក៏ដោយសារតែអ្នកភូមិប្រុសស្រីតែងបានឃើញគេយកមនុស្សមកសម្លាប់ដោយផ្ទាល់នឹងភ្នែករឿងអីក៏មិនខ្លាចនោះពពួកវោក៏បានដុសធ្លាក់តោងចុះចាក់ឬដល់ដីពពួកបន្លាអីក៏ដុសច្រេះសឹងតែដើរចូលទៅពុំបានដោយចិត្តនឹកប្រណោះបងប្រុសបើទោះជាពេលនេះកំពុងតែរលឹមដីស្អិតពិបាកដើមឈើបន្លាដុសច្រេះក៏ធីតានៅតែតស៊ូរហូតដល់កន្លែងដែលបងប្រុសខ្លួនបានដកដង្ហើមចុងក្រោយធីតាក៏សម្រក់ទឹកភ្នែកចុះរួចពោលទាំងខ្សឹបសួលថាបងប្រុសបងទៅចោលប្អូន6ឆ្នាំហើយណាបងតែប្អូនមិនដែលភ្លេចទេថាប្អូននេះមានបងប្រុសដ៏សែនល្អម្នាក់ថ្ងៃនេះជាថ្ងៃហ្វឺណាបងប្អូនបានបេះផ្កាឈូកយកមកជូនបងសូមឲ្យបងកើតជាតិក្រោយមានអាយុវែងជាងនេះផងចុះកំពុងតែស្លងអារម្មណ៍នោះក៏ស្រាប់តែបានឮសំឡេងពោលតបមកថាធីតាមកទីនេះសោះអញ្ចឹងតាបានបងនៅចាំស្ពានមិនឃើញទៅធីតាក្រឡេកមកក៏បានឃើញដែនគេឈរនៅពីខាងក្រោយនាងធីតានាងភ័យណាស់ដែននេះគេមិនមែនជាមនុស្សល្អអីទេហើយនាងក៏ពោលតបថាបងដែតបងឯងមកតាមខ្ញុំធ្វើអីខ្ញុំយកផ្កាជូនបងប្រុសខ្ញុំណាដែនក៏តបថាបងស្មានតែធីតាហៅបងមកទីនេះទេតើត្បិតនឹកឃើញថាទីនេះវាស្ងាត់ជើងវាងាយស្រួលហ្វាហ្វងគ្នាធីតាក៏តបថាស្គូតទេ
នរណាចង់សាសងជាមួយនឹងបងដែនឯងឆាប់ថយចេញទៅខ្ញុំប្រញាប់ទៅផ្ទះតែនោះក៏តបថាប្រញាប់ទៅណាបងមិនតាន់បានហ្វូសុកទុកបងថ្លៃបងផងនឹងធីតាក៏តបបងឯងនៅហ្វូសុកទុកតែម្នាក់ឯងទៅខ្ញុំទៅវិញហើយតែព្រាមនោះដែនក៏បានចាប់ដៃធីតាហើយពោលមកថាធីតាបងស្រឡាញ់ធីតាយូរមកហើយកុំធ្វើប្រងើយដាក់បងមើលធីតាក៏ស្រែកថាបងដែនបងឯងចង់ធ្វើអីដែនក៏តបប្រុសស្រីនៅព្រៃពីរនាក់តើបងចង់ធ្វើអីភ្លាមនោះដែនក៏ចាប់ក្រញីធីតាក៏ចេះតែខំរើផងស្រែកផងតែមិនទេដែនក៏ចាប់ខ្ទប់មាត់ធីតារួចក៏ចាប់យកដៃប្រលេះលេវអាវរបស់ធីតាចេញធីតាគឺពិតជាគ្មានកម្លាំងរើឲ្យផុតពីការចាប់របស់ដែនបានឡើយដោយនាងមិនចង់ឲ្យដែនបំពេញខ្លួននាងបែបនេះវាគឺគ្មានជំរឿទេធីតាក៏បានប្រើកម្លាំងចុងក្រោយរបស់ខ្លួនរើមួយទំហឹងរួចក៏បុកទៅនឹងមែកឈើកំបុតមួយធ្លីពុះពីម្ខាងទៅម្ខាងធីតាបើកភ្នែកធំសំឡឹងមើលទៅដែនទាំងដែលឈាមកំពុងតែហូរចេញពីមាត់ផងដែនឃើញដូចនេះមានការភ័យខ្លាំងណាស់មិននឹកស្មានថាធីតាសុកចិត្តស្លាប់ក៏មិនព្រមប្រគល់ខ្លួនឲ្យគេដែរក្រសែភ្នែកនៃធីតាចុងក្រោយនាងក៏បានមើលមកដល់ដើមឈើដែលកំពុងតែចាក់ចូលខ្លួនប្រាណរបស់នាងជូនដើមឈើនោះហើយជាដើមដែលគេបានយកបងប្រុសខ្លួនទៅបោកឲ្យស្លាប់ធីតាមានអារម្មណ៍ថាពេលនេះដើមឈើនោះប្រៀបដូចជាបងប្រុសខ្លួនអញ្ចឹងគេកំពុងតែអោបត្រកងមិនឲ្យខ្លួនប្រាណរបស់នាងដួលស្លាប់ទៅលើដីហើយដង្ហើមចុងក្រោយរបស់ធីតាស្រីក៏បានដកយ៉ាងលំបាកក្រសែភ្នែកក៏បានចោលមកយ៉ាងលឿនមើលទៅដែនហើយនាងក៏បានស្លាប់ឈរជាប់នឹងដើមឈើនោះទៅដែនក្រោយតែពីឃើញធីតាស្លាប់ដូចនេះក៏មិនហ៊ាននៅទៀតទេត្បិតថាក្រោយតែពីនាងស្លាប់ភ្លាមភ្នែកបន្ទោក៏ចាប់កាចជាខ្លាំងចំណែកឯខ្យល់នោះក៏បក់ខ្លាំងមកធ្វើឲ្យភ្លៀងរលឹបសន្សើមផ្សែងក្រូចនោះចាប់ធ្លាក់កាន់តែខ្លាំងហើយដែនក៏ប្រញាប់រត់ចាកចេញពីទីនោះយ៉ាងលឿនជាទីបំផុតអាហ្វូធីតាស្រីមានរូបឆោមស្រស់ស្អាតលើនារីដតីតែមិនមែនជាសំណាងអីខ្លួនត្រូវខ្សែក៏ព្រោះតែរូបឆោមក្រឡេកមកមើលលោកយាយក្រោយតែពីជំនុំគ្នាហើយក៏បានចុះមករកមើលធីតាតែគាត់មិនបានឃើញនាងនៅបរិវេណវត្តនេះឡើយដោយគិតថាធីតាប្រហែលជាទៅផ្ទះមុនហើយពួកគាត់ក៏បាននាំគ្នាទៅផ្ទះបាត់ទៅលុះតែវេលាល្ងាចបន្តិចខណៈមេឃក៏នៅតែបន្តរលឹមបណ្ដាច់នោះក៏ស្រាប់តែបានឮសំឡេងកូនណែនបានស្រែកចេញពីក្រោយវត្តមកថាជួយផងលោកតាជួយផងមានមនុស្សស្លាប់កូនណែនទាំងនោះគឺលោកបានទៅដើម្បីបោចបួរខាងក្រោយនិងសូត្រធម៌ជូនអ្នកដែលបានគេយកទៅសម្លាប់នៅទីនោះលុះតែបានឮដូចនេះលោកតាចៅអធិការមានព្រះនាមថាភឹមក៏បាននិមន្តមកយ៉ាងលឿនទាំងតក់ហ្វ្លូតជាទីបំផុតគណៈលោកតាអាចារ្យក៏រត់មកជាមួយគ្នាផងដែរលុះតែអើតមើលទៅលោកតាម្នាក់ដែលបានប្រាប់ទៅធីតាមុននោះក៏ស្គាល់ច្បាស់ថានេះគឺជាធីតាកូនមីសានហើយលោកដឹងទៀតថានាងមកទីនេះគឺដើម្បីបងប្រុសរបស់នាងលោកតាក៏បានផ្លោះរបងវត្តរួចចូលទៅដើម្បីដាក់សពធីតាចុះក្រោមហើយក៏បានហៅអ្នកភូមិឲ្យមកជួយមើលគ្នាមរណភាពរបស់ធីតាក៏បានលើខ្ទោខ្ទាត្បិតមិនគូទេនាងមកស្លាប់នៅកន្លែងបងប្រុសខ្លួនអញ្ចឹងមីងហ្វានដែលជាម្ដាយពូហ្វែមដែលជាឪពុកក្រោយតែពីមកដល់ផ្ទះឃើញមនុស្សជុំដោយមិនដឹងថាមានរឿងអីលុះតែចូលមកក៏ឃើញសពកូនស្រីត្រូវបានញាតិប្រុសស្រី3ត្រកងដាក់នៅលើគ្រែពួកគាត់ក៏មានការកៀងភាំងស្មារតីស្រែកយំសឹងតែបែកលោកីម្ដេចក៏ចិត្តអប្រិយពងរត់កូនស្រីកំពុងតែពេញស្រឡាញ់
លោកយាយលោកតាចាស់ចាស់ក៏ចាប់ដាក់ការសន្និដ្ឋានថាធីតាត្រូវបានខ្មោចបងប្រុសនាំយកទៅជាមួយត្បិតថាវាមិនគប់ជួនបែបនេះឡើយដែលនាងទៅស្លាប់នៅដើមឈើជាមួយនឹងបងប្រុសកម្មវិធីបន្ទាប់របស់ធីតាក៏ចេះតែបន្តធ្វើទៅតាមទំនៀមទម្លាប់អ្នកស្រុកភូមិព្រៃចាស់ទាំងដែលម្នាក់គឺមានការតក់ស្លុតជាខ្លាំងហើយរឿងរ៉ាវនៃការស្លាប់របស់ធីតាក៏ត្រូវបានកាសែតព័ត៌មានល្បីៗជំនាន់នោះបានចុះផ្សាយប្រងព្រាតក្រឡេកទៅមើលជីវិតនៃអ្នកទីក្រុងក្នុងសម័យនោះគឺថាមានការមមាញឹកជាខ្លាំងក្នុងការខិតខំប្រឹងប្រែងស្ដារជីវភាពរបស់ខ្លួនអ្នកខ្លះមកភ្នំពេញខំប្រឹងធាក់ស៊ីក្លូដើម្បីរកកម្រៃអ្នកខ្លះក៏ដើរលក់កាសែតនៅតាមទីដែលមានមនុស្សរស់នៅជុំសំលេងស៊ីផ្លេឡានម៉ូតូឬលន់រហឹកពេញត្រចៀកសំលេងលោកពូម៉ូតូឌុបរត់ចាប់ម៉ួយពេញទាំងផ្លូវគណៈពេលនោះក៏បានឃើញកំឡោះសង្ហាម្នាក់បានដើរចេញពីផ្ទះជួលរបស់ខ្លួនដោយគេមានកាន់វ៉ាលីមួយផងទំនងជាគេនោះបំរុងចុះទៅណាអញ្ចឹងពូម៉ូតូឌុបគ្រាដែលឃើញបូរីហើយក៏ចាប់នាំគ្នាមកដណ្ដើមអ្នកខ្លះទាញវ៉ាលីអ្នកខ្លះចាប់ទាញដៃអ្នកខ្លះនោះទាញទាំងអាវរបស់បូរីផងបូរីក៏ស្រែកភ្លាមមកថាទេពូទាំងអស់គ្នាទាញខ្ញុំយ៉ាងនេះខ្ញុំនឹងប្រេះខ្លួនជាបំណែកឥឡូវហើយមកពូអាវសពូជូនខ្ញុំទៅបេនឡានបន្តិចមកខ្ញុំទៅបេនឡានផ្សារដើមគួរណាពូលោកពូអាវសដែលកំពុងតែអង្គុយលើម៉ូតូរបស់គាត់ដោយមិនព្រមទៅចាប់ដណ្ដើមបូរីជាមួយនឹងគេនោះក៏ហាក់ចាប់ស្រឡាំងកាំងដែលបូរីហៅគាត់ឲ្យដប់បែបនេះត្បិតថាមានគេទៅដណ្ដើមយកបូរីនោះច្រើនណាស់ដែលការបែបនេះធ្វើឲ្យលោកពូខំទៅចាប់បូរីនោះមានការខឹងជាខ្លាំងបូរីមិនខ្វល់ទេគេមិនចូលចិត្តបែបនោះស្រាប់ហើយលុះតែនិយាយត្រូវថ្លៃគ្នាហើយបូរីក៏ជិះម៉ូតូទៅបេនផ្សារដើមគោជាមួយនឹងពូអាវសនោះទៅលុះតែមកដល់បេនឡានក៏ចាប់មានសភាពមិនខុសគ្នាទេគឺលោកពូព្រូឡានមកចាប់ទាញយកវ៉ាលីសឹងតែរហែកអស់ទៅហើយបើទោះជាបូរីខំស្រែកក៏ពួកគាត់មិនស្ដាប់ហើយចុងក្រោយបូរីក៏បានឡើងទៅលើឡានមួយដែលពុំសូវមករញ៉េរញ៉ៃដោយគេនោះទេលោកពូតែកងឡានក៏ស៊ូទៅបូរីថាអូនទៅដល់ណាដែរបូរីក៏ប្រាប់ថាពូស្គាល់ភូមិព្រៃចាស់ទេពូតែកងឡានក៏ប្រាប់ថាពូស្គាល់តាចិត្តស្រុកភូមិពូដែរហើយអូនឯងមានសាច់ញាតិនៅទីនោះមែនទេបូរីក៏តបវិញថាអត់មានទេពូក្រហ្វូងឲ្យខ្ញុំចុះទៅជួយបង្ហាត់បង្រៀនដល់លោកតាចាស់ឲ្យគាត់យល់ដឹងអំពីរបៀបបង្រៀនទៅដល់ក្មេងៗនៅក្នុងភូមិលោកពូក៏តបវិញក្រោយដឹងថាបូរីនេះជាគ្រូបង្រៀនមកពីក្រហ្វូងអប់រំផងគាត់ក៏ដោះមុខចេញហើយគោរពទៅបូរីព្រមទាំងពោលថាឲ្យពូសុំទោសផងណាលោកគ្រូពូស្មានតែលោកគ្រូជាប្រជាជនធម្មតាបូរីក៏ញញឹមហើយតបវិញថាមិនអីទេពូគ្រូបង្រៀនក៏ជាមនុស្សធម្មតាស្រាប់ហើយទេតាពូលោកពូក៏តបថាអត់ទេលោកគ្រូសង្គមយើងបច្ចុប្បន្នគឺត្រូវការអ្នកចេះដឹងដូចជាលោកគ្រូណាលោកគ្រូទៅបង្រៀននៅភូមិព្រៃចាស់ខ្ញុំសូមលោកគ្រូយកកូនមករៀនជាមួយលោកគ្រូផងណែចាំខ្ញុំជូនលោកគ្រូទៅដោយមិនគិតស្ហុយទេណាបូរីរីករាយណាស់មិនមែនរីករាយដោយសារតែគេមិនយកថ្លៃស្ហុយនោះទេតែរីករាយដោយសារតែគេគ្រប់គ្នាឲ្យតម្លៃដល់គ្រូបង្រៀនដូចជាគេលុះតែនិយាយគ្នារួចហើយបូរីក៏បានមកអង្គុយរងចាំពូតែកងឡានចាប់ម៉ួយបានពេញហើយនឹងបានចេញដំណើរទៅគណៈវេលាដែលកំពុងតែអង្គុយរងចាំនោះក៏មានអ្នកលក់ដូរជាច្រើនបាននាំយកទំនិញរបស់ខ្លួនមកស្រែកអំពាវនាវលក់ពេញទាំងបេនឡានមានលក់ទាំងម្ជូរផងនំផងអីផងច្រើនសន្ធឹកភ្លាមនោះបូរីក៏ចាប់ហៅក្មេងម្នាក់
ដែលកំពុងតែកាន់កាហ្វេលុបូរីក៏ស្រែកភ្លាមថាអាអូនមកនេះបងជួយទិញកាហ្វេមួយក្មេងនោះក៏ដើរមកជិតហើយបូរីក៏ហ្វូទៅក្មេងនោះថាមើលមួយណាព័ត៌មានទៅចេញថ្មីក្មេងអ្នកលក់កាហ្វេនោះមើលទៅខោអាវរហែកប្រឡាក់គ្មានហ្វោះឃើញមានកន្លែងល្អស្អាតតែគេនោះអាចអានចំណងជើងនៅលើកាហ្វេនោះបានយ៉ាងច្បាស់មិនដឹងថាក្មេងនេះរៀនចេះមកពីណាទេហើយគេនោះក៏បានរើសកាហ្វេមួយដែលមានចំណងជើងធំថាក្មេងស្រីស្រស់ស្អាតម្នាក់ត្រូវបានខ្មោចបងប្រុសខ្លួននាំយកទៅសម្លាប់តាមពិតទៅបូរីគេមិនចាប់អារម្មណ៍នឹងចំណងជើងនោះទេតែដោយសារក្មេងអ្នកលក់កាហ្វេនោះប្រាប់ថាកាហ្វេនេះលក់ដាច់ខ្លាំងត្បិតរឿងរ៉ាវរបស់នារីដ៏ស្រស់ស្អាតម្នាក់នោះគឺពិតជាកំសត់ខ្លាំងណាស់បូរីក៏បានដកយកប្រាក់200រៀលឲ្យទៅក្មេងនោះជាថ្លៃកាហ្វេហើយគេក៏បានកាន់ដើរមកអង្គុយនៅលើរថយន្តដំបូងឡើយក៏បូរីមិនបានអត្ថបទព័ត៌មានអំពីរឿងរ៉ាវរបស់ធីតាដែរតែគេព្យាយាមបើករំលងហ៊ូទៅអានរឿងរ៉ាវសេដ្ឋកិច្ចជាមុនលុះតែមួយសន្ទុះក្រោយទៅរថយន្តចេញដំណើរចាក់ចេញអំពីទីក្រុងភ្នំពេញនៅតាមដងផ្លូវធ្វើដំណើរមកបូរីគឺនៅតែបន្តអានព័ត៌មានជាច្រើនដែលគេចុះផ្សាយក្នុងកាហ្វេមួយនោះលុះតែអស់មិនដឹងថាត្រូវអានអ្វីទៀតបូរីក៏ចាប់អានអត្ថបទដែលគេចុះផ្សាយនៅទំព័រដំបូងនោះវិញក្រៅតែពីចំណងជើងអ្នកកាហ្វេក៏បានសរសេរនៅឃ្លាដំបូងថាគូឲ្យអាហ្វូនណាក្មេងស្រីទៅពេញវ័យក្រមុំមានរូបឆោមល្អដាច់គេក្នុងស្រុកភូមិត្រូវបានវិញ្ញាណខ្មោចបងប្រុសរបស់ខ្លួននាំយកទៅសម្លាប់ចោលបូរីក៏ហាក់ចាប់អារម្មណ៍ដែរហើយគេក៏ខំស្វែងរករូបភាពរបស់នាងតែមិនទេអ្នកកាហ្វេគឺមានវិជ្ជាជីវៈណាស់ពោលគឺគេបានបិទមិនឲ្យឃើញមុខទេផ្ទុយទៅវិញបានឃើញត្រឹមតែរូបភាពឪពុកម្ដាយរបស់នាងកំពុងតែយំសោកបូរីក៏បានបដូរមកអានអត្ថបទបន្តដោយអ្នកកាហ្វេបានសរសេរពណ៌នាអំពីរូបរាងរបស់ធីតានិងមូលហេតុដែលនាងបានស្លាប់ទៅតាមការយល់ឃើញរបស់ចាស់ៗនៅក្នុងភូមិនោះលុះតែអានអត្ថបទកាហ្វេនោះចប់បូរីហាក់មានអារម្មណ៍ថាអាណិតធីតាណាស់មិនគូសោះនាងបានជួបរឿងបែបហ្នឹងតែគេពិតមិនជឿទេថានាងត្រូវបានខ្មោចបងប្រុសនាងនាំយកទៅជាមួយដូចដែលគេថានោះបើសិនជាធីតាប្អូនស្រីគេវិញណាគេនឹងតាមរកមូលហេតុពិតឲ្យតតែឃើញសំណេររបស់អ្នកកាហ្វេមួយនោះគឺពិតជាប៉ុនប្រសពណាស់អាចទាក់ទាញចិត្តរបស់បូរីឲ្យនៅដកដានជាមួយនឹងរឿងរបស់ធីតាហើយគេក៏ចិត្តតែសញ្ជឹងគិតទៅរូបរាងរបស់នាងតាមសំណេររបស់អ្នកកាហ្វេនោះតែគេមិនបានចាប់អារម្មណ៍ជាមួយនឹងទីតាំងកើតហេតុដែលអ្នកកាហ្វេបានចុះឡើយត្បិតរវល់តែជាប់ចិត្តតាមដានអំពីដំណើររឿងទាំងមូលលុះតែចាក់ចេញឆ្ងាយពីក្រុងបន្តិចនៅតាមកញ្ចក់បង្អួចឡានក៏បានរំលេចនៅរូបភាពពេលស្រែបៃតងខ្ចីយ៉ាងត្រជាក់ភ្នែកជាមួយនឹងភ្លៀងរលឹមមិនដាច់មេឃក៏ងងឹតពិតជាគូឲ្យចង់គយគន់ជាពន់ពេកលុះតែល្ងាចបន្តិចទើបបូរីបានមកដល់ភូមិព្រៃចាស់ខណៈភ្លៀងរលឹមនោះក៏បានរាំងអស់ទៅវិញផងដែរបន្ទាប់ចុះពីតាក់ស៊ីភ្លាមបូរីក៏ចាប់ក្រឡេភ្នែកមើលទិដ្ឋភាពជុំវិញនេះបន្ទាប់ពីភ្លៀងរលឹមបានរាំងហើយគឺឃើញថាដីនៅសើមដោយមានកន្លែងខ្លះកំពុងតែដក់ទឹកផងមើលទៅនៅលើផ្លូវនោះហាក់ពុំទាន់មានមនុស្សដើរកាត់នៅឡើយទេត្បិតបូរីមិនបានឃើញហ្វោះនៅដានជើងមនុស្សដើរផ្ទុយទៅវិញគឺបានឃើញត្រឹមតែស្នាមកង់ឡានដែលបានបើកដឹកគេមកទីនេះសំឡេងបាក់សាបាក់សីក៏ចាប់យំទៅទះស្លាបលន់លឺឲ្យរហឹងចេញអំពីចុងរុក្ខជាតិដែលដុះខ្ពស់ខ្ពស់នៅតាមដងផ្លូវចូលមកកាន់ភូមិព្រៃចាស់គណៈដើមឈើទាំងនោះគឺឃើញថាមានដុះដោយពពុះបញ្ញាក្អែកពេញទាំងដើមផ្លែ
có đốt căn krach khiu frong ngát nơi khang đam đaiបន្តិចនោះក៏បានឃើញខ្លងទ្វារវត្តដែលគេមានចរិតអាហ្វមើលមិនចង់ឃើញដោយមានផ្លែដុះកាន់រុំព័ទ្ធជាច្រើនអាហ្វនោះគេហ្វហ្វេមកថាវត្តព្រៃចាស់នេះហើយគឺជាវត្តដែលបូរីគេត្រូវមកស្នាក់នៅនិងបង្រៀនអ្នកភូមិព្រៃចាស់នេះគោលបំណងធំដែលបូរីគេមកទីនេះមិនមែនមកដើម្បីបង្រៀនអក្សរទៅកាន់អ្នកភូមិទេពោលគេគ្រាន់តែមកបង្រៀនបន្ថែមទៅកាន់អ្នកដែលចេះស្រាប់ហើយដើម្បីឲ្យអ្នកទាំងនោះអាចចេះជួយបង្រៀនអ្នកដែលមិនចេះហ្វបូរីគេនៅឈរទីនោះមួយសន្ទុះត្បិតមិនឃើញហ្វមនុស្សម្នាសំបីតែអ្នកភូមិក្នុងវត្តនោះក៏ស្ងាត់ឈឹងមិនបានឃើញលោកមួយអង្គណាឡើយរំពេចនោះសំលេងជើងមនុស្សក៏បានដើរលឺមកចេញតាមរបងវត្តតែបូរីមិនទាន់បានឃើញគាត់នៅឡើយទេត្បិតនៅកំបាំងរបងលុះតែមួយសន្ទុះក៏បានលេចមុខបរោះរៀងចំណាស់ម្នាក់បានដើរចេញមកគាត់នោះមើលទៅបូរីមួយសន្ទុះរួចលោកក៏ពោលមកថាអត់ទោតើក្មួយគឺជាលោកគ្រូបូរីដែលក្រហ្វូងរៀបចំចុះមកមែនទេភ្លាមនោះបូរីក៏បានលើកដៃសំពះជម្រាបសួរទៅកាន់គាត់វិញរួចពោលមកថាបាទលោកពូខ្ញុំឈ្មោះបូរីជាគ្រូបង្រៀនដែលក្រហ្វូងចាត់ឲ្យខ្ញុំចុះមកភូមិព្រៃចាស់នេះអត់ទោតើលោកពូជាលោកពូមេភូមិឈ្មោះប៊ុនមែនទេលោកពូលោកពូក៏តបថាបាទខ្ញុំឈ្មោះប៊ុនយីម្ដេចបានជាលោកគ្រូស្គាល់ឈ្មោះខ្ញុំបូរីក៏តបថាបាទលោកពូក្រហ្វូងបានឲ្យខ្ញុំតាក់ទងលោកពូដើម្បីស្នើសុំឲ្យលោកពូជួយរៀបចំកន្លែងសម្រាកនិងកន្លែងបង្រៀននៅក្នុងភូមិនេះលោកពូគឺជាមនុស្សដែលខ្ញុំស្គាល់ដំបូងគេដូចនេះសូមពឹងអាស្រ័យលោកពូផងហើយណាលោកពូលោកពូក៏តបថាខ្ញុំអរគុណលោកគ្រូណាស់ដែលបានចុះមកជួយភូមិខ្ញុំនេះខ្ញុំនិងអ្នកភូមិគ្រប់គ្នានឹងមើលថែលោកគ្រូឲ្យបានល្អធានាថាលោកគ្រូនឹងមិនចង់ត្រឡប់ទៅភ្នំពេញវិញឡើយតោះលោកគ្រូអញ្ជើញចូលមកក្នុងវត្តមកមានកន្លែងអង្គុយនិយាយគ្នាស្រួលជាងមើលមេឃនេះភ្លៀងរលឹមទៀតឥឡូវហើយបូរីក៏តបថាបាទលោកពូតោះអញ្ជើញទៅលោកពូមេភូមិឈ្មោះប៊ុននិងបូរីក៏នាំគ្នាដើរចូលទៅក្នុងវត្តទាំងដែលផ្លូវដើរចូលទៅនោះគឺពិបាកដើរណាស់ត្បិតក្រោយតែពីភ្លៀងហើយដីក៏ហ្វើមស្អិតជាប់ជើងពិបាកដើរលុះតែដើរមកដល់កុដិខាងក្រោយក៏កប់ជួនបានប្រទះឃើញព្រះសង្ឃចំនួន5អង្គកំពុងតែរៀបចំស្បង់ជីពោលោកពូមេភូមិក៏មានប្រសាសន៍ទៅកាន់លោកតាម្នាក់ដែលទំនងជាព្រះចៅអធិការប្រចាំវត្តព្រៃចាស់នេះថាលោកតានិមន្តទៅឥឡូវនេះមែនទេនេះលោកគ្រូបូរីមកហើយលោកតាបូរីក៏លុតជង្គង់សំពះលោកតាក៏មានសង្ឃដីកាមកថាចម្រើនពរញោមនិយាយគ្នាលេខជាមួយនឹងបុណ្យសិនចុះណាញោមអាត្មាប្រញាប់ទៅបន់សពគេបន្តិចគេប្រញាប់បូជាបូរីក៏តបថាកណាលោកតាក៏ហ្វូទៅកូននេនទាំងអស់ថារួចហើយឬនៅនេនតោះឆាប់ទៅនៅយូរមេឃភ្លៀងបូជាមិនកើតឥឡូវហើយលុះតែកូននេនរួចហើយទៅលោកនិមន្តចេញទៅពូប៊ុនដែលជាមេភូមិក៏បាននាំបូរីទៅកុដិមួយដែលនៅក្បែរនឹងស្រះទឹកត្បិតបូរីប្រាប់គាត់ថាគេចូលចិត្តស្ងប់ស្ងាត់គប់ជួនកុដិដែលនៅក្បែរស្រះទឹកនោះក៏ទំនេរស្រាប់ហើយគាត់ក៏បានមកជួយរៀបចំបោះសម្បត្តិកុដិនោះជាមួយនឹងបូរីរងចាំលោកតាភឹមត្រឡប់មកពីសូត្រមន្តបូជាសពធីតាវិញលោកពូមេភូមិនិងបូរីក៏ចេះតែរៀបចំកុដិបណ្ដើរនិយាយគ្នាលេងបណ្ដើរតែយ៉ាងណាពូប៊ុនមិនបាននិយាយប្រាប់ទៅបូរីថាកាលពីម្សិលមិញនេះធីតានាងគឺបានស្លាប់នៅក្រោយវត្តនេះឡើយពោលគឺមិនឆ្ងាយប៉ុន្មានពីកុដិដែលបូរីនេះគេស្នាក់នៅបូរីក៏បានហ្វូទៅពូប៊ុនថា
លោកពូក្នុងភូមិព្រៃចាស់យ៉ាងនេះតើមានអ្នកដែលធ្លាប់ចេះអាហ្វប៉ុន្មានអ្នកដែរពូប៊ុននោះក៏តបថាអូមានអ្នកចេះបាន3-4អ្នកដែរលោកគ្រូគ្រាន់តែគាត់ខានប្រើការយូរមានការភ្លេចភ្លាំងខ្លះបូរីក៏តបថាអញ្ចឹងស្រួលហើយខ្ញុំគ្រាន់តែរំលឹកពួកគាត់បន្តិចអាចបង្រៀនបានហើយពូប៊ុនក៏ហ្វូទៅបូរីវិញថាចុះលោកគ្រូនៅភូមិយើងបានប៉ុន្មានខែដែរលោកគ្រូបូរីក៏តបតាមគម្រោងរបស់ក្រហ្វូងគឺខ្ញុំនឹងត្រូវនៅភូមិនេះរយៈពេល3ខែតែយ៉ាងណារងចាំមើលភាពជាក់ស្ដែងបើលោកពូគាត់រៀនចេះលឿនមិនអីទេតែបើគាត់ចាប់មិនធ្វើបានប្រហែលជាត្រូវពញាពេលពូប៊ុនក៏តបថាបានលោកគ្រូនៅយូរគឺល្អណាស់ត្បិតឮថាអ្នកភូមិជាប់នេះគេក៏ចង់មករៀនដែរបូរីក៏តបថាបានលោកពូអនុញ្ញាតឲ្យគាត់មកចុះបានច្រើនកាន់តែល្អលោកពូក្មួយគិតថានឹងបង្រៀនមាន2ថ្នាក់សម្រាប់អ្នកចេះមួយនិងថ្នាក់អ្នកមិនចេះហ្វោះមួយតើលោកពូគិតយ៉ាងម៉េចដែរពូប៊ុនក៏តបថាធ្វើបែបហ្នឹងគឺល្អណាស់សម្រាប់អ្នកភូមិតែខ្លាចក្រែងលោកគ្រូមានការហត់នឿយខ្លាំងបូរីក៏តបថាមិនអីទេពូសម្រាប់ថ្នាក់អ្នកមិនចេះហ្វោះគឺក្មួយនឹងរៀបចំឲ្យលោកពូដែលបានមករៀនជាមួយក្មួយថ្នាក់អ្នកចេះឲ្យគាត់បង្រៀនជាក់ស្ដែងក្មួយគឺគ្រាន់តែនៅជួយណែនាំគាត់ប៉ុណ្ណោះពូប៊ុនក៏តបថាលោកគ្រូពូកែណាស់នៅក្មេងហ្វោះពូកែគិតពូកែគូសំណាងណាស់ដែលស្រុកទេសយើងនៅមានមនុស្សពូកែដោយលោកគ្រូបូរីក៏តបថាលោកពូហ្វហ្វាក្មួយពេកហើយក្មួយក៏មិនទៅចេះច្រើនអីប៉ុន្មានដែរកាលពីក្មេងគឺរៀនបានត្រឹមថ្នាក់ទី9ប៉ុណ្ណោះហើយស្រុកក៏ចាប់មានសង្គ្រាមសំណាងដែរដែលឪពុករបស់ខ្ញុំគាត់ឧស្សាហ៍បង្រៀនអក្សរមេលេខកុំអីគ្មានបានចេះអីទេពូប៊ុនក៏ហ្វូថាចុះឪពុកលោកគ្រូគាត់នៅមានប្រជជនទេបូរីក៏ទម្លាក់ទឹកមុខចុះរួចពោលតបថាគាត់បានស្លាប់ហើយគឺអាពតគេយកគាត់ទៅសម្លាប់ចោលគេថាគាត់ជាមនុស្សរបស់ចក្រពត្តិគេមិនប្រើគាត់ទេបើទោះជាគាត់ជាបញ្ញវន្តរៀនពីបរទេសក៏ដោយពូប៊ុនក៏តបថាស្ដាយធនធានណាស់ហើយចុះលោកគ្រូធ្វើដូចម្ដេចទៅគេចផុតពីក្រុមប៉ុលពតនោះព្រោះក្នុងភូមិព្រៃចាស់នេះពីមុនក៏សម្បូរអ្នកចេះដែរក្មេងៗខ្លះរៀនក៏បានច្រើនពីមុនមានទាំងគ្រូបង្រៀនស្រាប់ក្នុងភូមិផងតែពួកគាត់ស្លាប់គ្មានសល់ទេបូរីក៏តបថាកាលនោះខ្ញុំនិងពុកគឺមិនបាននៅជួបជុំគ្នាវិញទេពុកខ្ញុំក្រោយតែចេញពីក្រហ្វូងក៏ត្រូវបានគេចាប់បញ្ជូនទៅស្រុកផ្សេងចំណែកខ្ញុំនិងម្ដាយក៏មកស្រុកផ្សេងហើយម្ដាយក៏ចេះតែលាក់បាំងប្រវត្តិទៅអាចរស់មកដល់សពថ្ងៃពូប៊ុនក៏តបថាពូនេះក៏វិសតែនឹងទៅដែរទៅហើយកុំតែបានលោកតាភឹមដែលបច្ចុប្បន្នជាចៅអធិការនេះមកជួយតនទេការនោះលោកគឺជាកងកម្មាភិបាលប្រចាំតំបន់នេះតែអ្នកខ្លះលោកមិនមកតនគឺថ្នាក់ក្រមយកទៅសម្លាប់ចោលសឹងតែគ្មានហ្វល់ធ្លាប់ឮលោកតាភឹមប្រាប់ថាកាលសម័យនោះលោកក៏មិនចង់ធ្វើដែរតែបើលោកហ៊ានតែលាលេខច្បាស់ជាគេចោទថាជាខ្មាំងមិនខានឡើយដោយមានមនុស្សស្លាប់ច្រើនពេកទើបលោកតាភឹមសម្រេចចិត្តប៊ូសនៅវត្តនេះតាំងតែពីបែកអាពតហើយភ្លាមមកម្លេះបូរីក៏តបថាឈឺចាប់វាគឺហួសថ្លែងហើយតែសង្ឃឹមថាយើងនឹងរួមដៃគ្នាកសាងប្រទេសជាតិយើងឡើងវិញហើយរួមគ្នាការពារកុំឲ្យរបបដ៏ខ្មៅងងឹតនោះកើតឡើងម្ដងទៀតអីពូប៊ុនក៏តបថាពូឮថានៅអន្លង់វែងគេនៅបាញ់គ្នារាល់ថ្ងៃមិនដឹងថ្ងៃណាបញ្ចប់ទេបូរីក៏ប្រាប់ទៅពូប៊ុនថាមិនយូរទៀតទេពូត្បិតថ្នាក់ដឹកនាំកំពុងតែប្រជុំចរចាគ្នាខ្ញុំសង្ឃឹមថានៅថ្ងៃខាងមុខ
ស្លារៀននឹងត្រូវបានបង្កើតឡើងវិញឲ្យបានទូលំទូលាយដោយកាលសម័យសង្គមរាស្ត្រនិយមកំពុងតែនិយាយគ្នានោះក៏ស្រាប់តែបានឃើញលោកតាភឹមនិងកូនហ្វេកបាននិមន្តត្រឡប់មកពីបុណ្យសពវិញលោកតាភឹមគ្រាន់តែនិមន្តមកដល់ក៏ប្រញាប់និមន្តបន្តមកកុដិនេះភ្លាមហើយលោកក៏បានមានសង្ឃដីកាទៅថាមិនដែរញោមស្នាក់នៅកាទេបូរីក៏តបថាអត់អីទេលោកតាខ្ញុំករណាចូលចិត្តភាពស្ងប់ស្ងាត់បែបនេះស្រាប់លោកតាក៏មានសង្ឃដីកាទៀតថាពូញោមបើថាមិនចេះនៅម្នាក់ឯងទេចាំអាត្មាឲ្យសេក2 3អង្គមកសឹងជាមួយញោមហើយយ៉ាងមិនដែរញោមក្រហ្វូងឲ្យបានប៉ុន្មានខែបូរីក៏តបថាបាន3 ខែលោកតាពូបុនដែលជាមេភូមិក៏ពោលថាលោកតាលោកគ្រូចង់បង្រៀនជា2ថ្នាក់មានថ្នាក់សម្រាប់អ្នកចេះនិងថ្នាក់សម្រាប់អ្នកមិនចេះសោះលោកតាក៏មានសង្ឃដីកាថាធ្វើអញ្ចឹងលោកគ្រូមិនហត់ស្លាប់ទៅហើយទេអីបូរីក៏តបថាថ្នាក់សម្រាប់អ្នកចេះគឺខ្ញុំកណាបង្រៀនផ្ទាល់តែថ្នាក់សម្រាប់អ្នកមិនចេះសោះគឺខ្ញុំឲ្យលោកពូដែលបានរៀនថ្នាក់សម្រាប់អ្នកចេះជួយបង្រៀនខ្ញុំកណាគ្រាន់តែជួយណែនាំបន្តិចបន្តួចទេធ្វើបែបនេះគឺចេះបានលឿនរៀនផងអនុវត្តផងបានទាំងចាំខ្លួនឯងបានទាំងបង្រៀនអ្នកដទៃលោកតាក៏មានសង្ឃដីកាថាល្អណាស់ញោមសង្ឃឹមថាភូមិយើងនឹងមានអ្នកចេះអក្សរច្រើនឡើងពូបុនក៏តបថាលោកតាអ្នកភូមិជាប់គ្នាក៏ឮថាសុំមករៀនដែរចឹងតើតែយើងរៀបចំថ្នាក់ឲ្យធំបន្តិចលោកតាក៏មានសង្ឃដីកាចុះមានទៅអីបុនឯងចាំឲ្យអ្នកភូមិមកជួយសង់រោងសាលាឲ្យធំជាងនឹងបន្តិចមកអញ្ចឹងបុនបានណែនាំលោកគ្រូហើយឬនៅពូបុនក៏តបថារួចរាល់ហើយលោកតាក៏មានសង្ឃដីកាទៀតថាតោះអញ្ចឹងយើងទៅវិញលោកគ្រូមកពីឆ្ងាយហត់អស់កម្លាំងហើយឲ្យលោកគ្រូបានសម្រាកបន្តិចសិនចុះលុះតែមានសង្ឃដីកាហើយលោកតាភឹមនិងពូបុនក៏បាននាំគ្នាត្រឡប់ទៅកុដិវិញបូរីក្រោយតែពីលោកតាចៅអធិការនិងលោកពូមេភូមិត្រឡប់ទៅកុដិធំវិញបាត់ទៅគេក៏ចាប់ចូលមកក្នុងកុដិដើម្បីមើលថាត្រូវរៀបចំយ៉ាងដូចម្ដេចបន្តទៀតលុះតែគេរៀបចំបន្ទប់របស់ខ្លួនរួចហើយក៏បានកាន់សៀវភៅមួយក្បាលរួចក៏មកអង្គុយនៅមុខកុដិខ្យល់អាកាសដ៏សែនបរិសុទ្ធបក់មកពីស្រះទឹកដែលមានផ្កាឈូកកំពុងតែរីកស្គុះស្គាយខណៈផ្ទៃមេឃនោះក៏ហាក់ចាប់ងងឹតបន្តិចទៅហើយលុះតែមួយសន្ទុះក្រោយមេឃនោះក៏ចាប់រលឹមធ្លាក់ភ្លៀងបន្តមកទៀតតែវាមិនខ្លាំងប៉ុន្មានឡើយព្រោះត្រឹមជារលឹមផ្សែងក្រូចប៉ុណ្ណោះបូរីដោយមិនអាចនៅក្រៅអានសៀវភៅបានបន្តទៀតគេក៏បានចូលមកសម្ញាប់ខាងមុខកុដិដើម្បីឈរសម្លឹងមើលទិដ្ឋភាពដ៏ស្រស់ត្រកាលមួយនេះជំនោរខ្យល់ក៏បក់មកសែនត្រជាក់ជាខ្លាំងជាមួយនឹងសំឡេងផ្គរលាន់ក្រឹមចេញអំពីជើងមេឃដ៏សែនឆ្ងាយក្លិនដ៏សែនក្រអូបនៃលំអងផ្កាដែលបានដាំនៅតាមដងផ្លូវនៅក្នុងវត្តក៏បានសាយភាយមកស្រូបចូលពេញទាំងច្រមុះបូរីគេសម្លឹងមើលទិដ្ឋភាពមួយនេះយ៉ាងភ្លឹកស្លុងស្មារតីតែរំពេចនោះក៏លេចមុខក្មេងស្រីដ៏ស្រស់ស្អាតម្នាក់បានដើរនៅមាត់ស្រះទឹកនោះបូរីគ្រាន់តែក្រឡេកឃើញនាងភ្លាមគេក៏ចាប់ភ្ញាក់ដោយគេចាប់ផ្ទះអញ្ចឹងត្បិតថានាងគឺពិតជាស្រស់ស្អាតខ្លាំងណាស់វាប្រៀបដូចជាគំនូរដែលគេគូរឡើងមកអញ្ចឹងអាវស្បៃស្ដើងពាក់នៅលើដងខ្លួនដ៏សស្រឡូនចង្កេះតូចច្រឡឹងចងពីខាងលើដោយក្រវ៉ាត់ភ្លឺដូចមាសសំពត់ក្រណាត់ពណ៌លឿងចាស់ស្រដៀងនឹងខ្លាញ់ក្តាមត្រូវបាននាងស្លៀកដោយចងក្បិនទៅក្រោយដោយបានឃើញច្បាស់ជើងនាងត្រឹមចង្គង់ចុះក្រោមវក់នាងវែងក្រងចូលគ្នាទម្លាក់ចុះយ៉ាងស្រស់សោភាដោយមានលាយជាមួយនឹងផ្កាធម្មជាតិបន្តិចមើលទៅគឺពិតជាស្អាតនិងថ្លៃថ្នូរជាខ្លាំងដៃនាងម្ខាងគឺមានកណ្ដៀតក្អមដាក់ជាប់នឹងចង្កេះដ៏សែនតូចច្រឡឹងនោះ
ផ្ទៃមុខមូលក្រឡងផូរផង់មានតែស្មៃបបោមាត់គឺក្រហមព្រឹងគឺពិតជាគូឲ្យចង់គួយគុណដំណើរនាងដើរល្វត់ល្វន់ទន់ភ្លុនមួយសំដៅទៅមាត់ហ្វ្រាបូរីគឺមើលនាងសឹងតែភ្លេចដកដង្ហើមទៅហើយភ្លាមនោះក៏ស្រាប់តែមានសំឡេងមួយបាននិយាយមកពីខាងក្រោយថាលោកគ្រូនេះគឺជាបាយម្ហូបដែលលោកពូមេភូមិឲ្យយកមកជូនលោកគ្រូបូរីគេភ្ញាក់ព្រឺត្បិតថាគេកំពុងតែស្លងអារម្មណ៍មើលទៅនារីរូបនោះហើយគេក៏ងាកមកតបនឹងកូនណែនវិញថាអរគុណណាស់លោកប្អូនលោកពូមេភូមិបានម្ហូបអីហ្នឹងឈ្ងុយដល់ហើយកូនណែនក៏មានសង្ឃដីកាតបថាត្រីអាំងនឹងណាលោកគ្រូហើយលោកគ្រូកំពុងតែភ្លឹកមើលអីហ្នឹងបូរីក៏តបថាអត់អីទេលោកប្អូនបូរីឯណាហ៊ានប្រាប់កូនណែនថាគេកំពុងតែភ្លឹកមើលហ្វ្រៃស្រុកភូមិនេះហើយគេក៏ពោលស៊ូថាលោកប្អូននៅស្រុកភូមិនេះហ្វ្រៃគេនិយមមកដងទឹកស្រះនេះមែនទេកូនណែនក៏មានសង្ឃដីកាតបថាពួកញោកពួកគាត់មកដងទឹកស្រះយកទៅដាំបាយឬយកទៅទុកពិសាតែថ្ងៃនេះដូចអត់មានឃើញនរណាមកដងបូរីឈប់ឆ្ងល់ហើយក្រោយតែពីឮកូនណែនមានសង្ឃដីកាប្រាប់ដូចនេះហើយគេក៏បានទទួលយកបាយដែលកូនណែនយកមកឲ្យទុកនៅលើតុមួយនាសំយ៉ាបខាងមុខនោះរួចកូនណែនក៏បានលាបូរីត្រឡប់ទៅកត់វិញបូរីក្រោយតែពីកូនណែនត្រឡប់ទៅកត់វិញបែបនេះគេក៏មិនតន់ពិសាបាយភ្លាមទេហើយគេបានមើលទៅកន្លែងដែលបានឃើញធីតាមុននេះតែមិនទេបូរីគេមិនបានឃើញអ្វីទេយីនាងដើរតុនណាលឿនយ៉ាងនេះបើមុននេះបានឃើញនាងដើរមួយសោះហ្នឹងមិនអស់ចិត្តទេបូរីក៏បានដើរទៅមាត់ស្រះទឹករួចក៏បានឃើញនាងកំពុងតែបេះផ្កាឈូកយកមកបត់ស្រទាប់ខាងក្រៅធីតានាងកំពុងតែអង្គុយនៅលើគល់ឈើមួយដែលមានផ្កាឈូកដុះរោមជុំចិត្តនាងញញឹមសំឡក់សំឡឹងមើលទៅផ្កាឈូកទិដ្ឋភាពបែបនេះបើទោះជាវិចិត្រករក៏ពិបាកស្រមៃក្នុងការគូដែរនាងគឺពិតជាស្រស់ស្អាតពេកហើយបូរីក៏បានអង្គុយគយគុណនាងមួយសន្ទុះមុននឹងដាច់ចិត្តពោលហ្វូទៅនាងថានាងអើយតើមុខចៃសម្រស់នៅស្រះនេះដល់ពេលណាទៅយប់ឥឡូវហើយធីតានាងក៏ហាក់ចាប់ភ័យហើយផ្ទុះយ៉ាងលឿនទៅចាប់កាន់ក្អមដែលនាងបានដងទឹកដាក់ពេញក្អមទឹកនាងគឺនៅមិនឆ្ងាយពីកន្លែងដែលបូរីអង្គុយនោះទេលុះតែនាងដើរមកជិតក្លិនក្រអូបស្រាលស្រទន់ចេញពីដងខ្លួនរបស់នាងធ្វើឲ្យបូរីគឺពិតជាឆ្លុះវង្វេងនឹងក្លិនមួយនេះណាធីតាក៏ចាប់ពោលមកថាតើបងឯងមកពីណាម្ដេចជាមកមើលគេដងទឹកបែបនេះសំឡេងពោលស្រដីចេញពីបបោមាត់ក្រហមព្រឹងដ៏សែនស្រស់ស្អាតនោះគឺពិតជាពីរោះគូជាទីសន្តាប់ជាខ្លាំងបូរីគេមិនដឹងថាពេលនេះកំពុងតែយល់សពឬក៏យ៉ាងណានោះទេភ្លាមនោះគេក៏ពោលតបថាបាទខ្ញុំមកពីភ្នំពេញដោយលោកពូមេភូមិស្នើសុំក្រសួងឲ្យខ្ញុំចុះមកបង្រៀនអ្នកភូមិព្រៃចាស់យ៉ាងនេះតើនាងជាអ្នកភូមិនេះមែនដែរឬទេធីតាក៏តបថាចាខ្ញុំជាអ្នកភូមិនេះខ្ញុំទៅសិនហើយណាមិនហ៊ាននៅនិយាយជាមួយបងប្រុសច្រើនទេធីតាក៏ចាប់កណ្ដៀតក្អមឡើងហើយក៏ដើរចាក់ចេញពីវត្តនេះទៅបូរីក៏ចេះតែខំប្រឹងមើលដំណើរនាងពីខាងក្រោយតែឆ្ងល់ដល់ហើយម្ដេចផ្លូវធំល្អនាងមិនដើរបែរជាដើរកាត់ព្រៃបែបនេះអញ្ចឹងប្រហែលជាខ្លួនទៅមុខថ្មីមិនសូវដឹងអំពីរបៀបរស់នៅអ្នកស្រុកភូមិនេះមិនដឹងថាសំណាងឬក៏យ៉ាងណាទេបានជួបបានឃើញផ្ទាល់នឹងភ្នែកនៅនារីស្រុកស្រែដ៏ស្រស់ស្អាតបែបនេះជួបនាងតែម្ដងម្ដេចក៏បេះដូងនេះលោតញាប់បែបនេះអញ្ចឹងអារម្មណ៍នេះក៏សែនច្របូកច្របល់ខុសធម្មតាភ្លាមនោះមេឃក៏ចាប់ភ្លៀងធ្លាក់មកដូចជាខ្លាំងដែរ
បូរីក៏ខំរត់ចូលមកកត់វិញយ៉ាងលឿនដោយដុតបំភ្លឺភ្លើងចង្គៀងផងចង្គៀងនោះមានអំភោងបាំងខ្យល់មិនដូចនេះទេច្បាស់ជារលត់មិនអាចដុតឲ្យឆេះបានឡើយព្រោះខ្យល់ក៏ធ្លាក់ខ្លាំងមេឃក៏ងងឹតមើលទៅមុខទៀតក៏លែងឃើញទើបបូរីបានមកអង្គុយពិសាបាយរសជាតិបែបនេះគឺឆ្ងាញ់ដល់ហើយវាគឺពិតជាប្លែកមាត់ជាខ្លាំងបើក្រហ្វូងឲ្យនៅមួយឆ្នាំទៀតក៏គេព្រមដែរបូរីពិសាបាយគេពិសាបណ្ដើនឹកគិតដល់សម្រស់របស់ធីតាបណ្ដើគេនោះស្ដាយណាស់បើសំបីតែឈ្មោះក៏គេមិនទាន់បានស្គាល់ផងតែមិនអីទេសង្ឃឹមថានឹងបានជួបនាងទៀតទៅចុះលុះតែគេគិតចុះគិតឡើងអត្ថបទព័ត៌មានព្រឹកមិញដែលគេអានអ្នកសរសេរព័ត៌មាននោះគឺរាយរាប់មកហាក់ស្រដៀងនឹងនារីដែលគេបានឃើញល្ងាចមិញនេះណានៅលើលោកនេះពិតជាមានមនុស្សស្អាតបែបនេះមែនដំបូងគេគិតថាប្រហែលជាអ្នកសរសេរស្រមើលស្រមៃហើយចេះតែសរសេរបន្លឺឲ្យអ្នកអានចាប់អារម្មណ៍ទេតើតែយ៉ាងណាអ្នកសរសេរនោះហាក់មិនបានទីប្រាប់អស់ឬមិនទាន់អាចប្រៀបប្រដូចនឹងនារីដែលគេបានឃើញពីល្ងាចមិញនេះផងសំណាងដាក់ខ្ញុំកាលពីព្រឹកគ្រាន់តែអានអត្ថបទដែលគេសរសេរក៏ស្រមៃដល់វងភ័ក្រលុះតែល្ងាចក៏បានឃើញម្នាក់ទៀតដែលស្រដៀងប៉ុន្តែអាចនិយាយបានថាស្អាតលើសពីអ្វីដែលគេសរសេរទៅទៀតបូរីពិសាបាយផងលួចញញឹមផងហើយកែវភ្នែកគេស្រមៃឃើញតែនាងជប់ស្ងាត់ហ្វូនឈឹងផ្ទៃមេឃនោះក៏គ្មានសំបីតែផ្កាយមួយដួងផ្ទុយទៅវិញនៅលើផ្ទៃមេឃគឺពោពេញទៅដោយពពកខ្មៅដេតាសំលេងចង្រិតយំមកឲ្យរហឹងវាយំសឹងតែដល់ជើងតាងនៃកុដិវត្តផងសំលេងខ្លែងហ្វ្រាក៏យំមកក្រលួចចេញអំពីដំបូលនៃព្រះវិហារបូរីគេចាប់អារម្មណ៍ថាកាលពីថ្ងៃវាពិតជាស្រស់ស្អាតតែយប់ឡើងហាក់ព្រឺក្បាលយ៉ាងម៉េចមិនដឹងទេវាដូចជាស្ងប់ស្ងាត់ខ្លាំងពេកគណៈដែលបូរីកំពុងតែសង្ងំសម្រាកនោះក៏បានឮសំឡេងពោលមកពីខាងក្រោមកុដិថាញោមបូរីញោមម៉ាសម្រាប់ចុះណាបើឮសំឡេងអីក៏កុំចុះមកក្រោមឬក៏ប្រដីតបតអ្វីទាំងអស់ណាញោមបូរីស្ដាប់សំដីនេះក៏ស្គាល់ដឹងច្បាស់ថាជាលោកតាភឹមហើយគេក៏តបថាកណាលោកតាក៏មានសង្ឃដីកាទៀតថាពួកញោមអញ្ចឹងសម្រាប់ចុះអាត្មានិមន្តទៅកុដិធំវិញហើយណាបើញោមចង់រកអាត្មាញោមទៅកុដិធំចុះលុះតែមានសង្ឃដីកាហើយលោកតាក៏បាននិមន្តត្រឡប់ទៅវិញហើយបូរីក៏បានសង្ងំសម្រាកទាំងក្នុងចិត្តនេះហាក់មានចម្ងល់ជាខ្លាំងម្ដេចបានជាលោកតាមកផ្ដាំគេបែបនេះទាំងយប់អញ្ចឹងតែនៅកុដិនេះធ្លាប់មានរឿងអ្វីកើតឡើងមែនទេមិនអីទេធ្វើតែល្អគិតតែល្អទោះជាជួបគេមេតក៏ជាអមនុស្សល្អដែរលុះតែគិតហើយគេក៏ចេះតែសង្ងំសម្រាកទៀតទៅនៅកណ្ដាលយប់ជ្រៅគណៈខ្យល់បក់មកក៏ត្រជាក់ចំណែកឯដំណក់ទឹកភ្លៀងក៏លឺឲ្យរងប់ប៉ះទៅនឹងដបូលក្បឿងស្រកាត្រីស្លឹកឈើដែលដុះនៅក្បែរកុដិនោះក៏បក់រេរំលឺមកមិនដាច់សំឡេងឆ្កែលូកក៏លឺលាន់ចេញមកអំពីភូមិរំពេចនោះសំឡេងមនុស្សស្រីយំលឺមកឲ្យក្រលួចចេញមកអំពីខាងក្រោយវត្តសំឡេងនារីនោះស្ដាប់ឮទៅដូចជាម្នាក់ដែលគេបានជួបកាលពីល្ងាចមិញនេះអញ្ចឹងស្ដាប់ទៅស្រទន់ផ្អែមដូចគ្នាបូរីដែលប្លែកកន្លែងដេកភ្ញាក់នោះក៏ជួនប៉ះឮសំឡេងនោះល្វីមកថាបងប្រុសជួយប្អូនផងបងគេមិនឲ្យប្អូនទៅផ្ទះវិញទេបងប្រុសប្អូនខ្លាចណាស់ជួយប្អូនផងបងបន្ទាប់មកក៏ឮសំឡេងនាងស្រែកយំទៀតហើយស្ដាប់ទៅគឺពិតជាកំសត់ខ្លាំងណាស់បូរីនេះក៏សឹងតែចុះទៅមើលនាងទៅហើយតែមិនឡើយគេក៏ចាំពាក្យលោកតាផ្ដាំថាបើទោះជាឮសំឡេងអ្វីក៏ដោយក៏ហាមចុះក្រោមជាដាច់ខាតចិត្តរបស់បូរីគឺចាប់មានការសង្ស័យជាខ្លាំង
ខ្លាចថានៅក្រោយវត្តនេះមានលាក់បង្ខាំងមនុស្សទេត្បិតឮនាងពោលមកថាមានគេមិនឲ្យនាងទៅផ្ទះវិញហើយចិត្តមួយទៀតក៏ចេះតែគិតថាក្រែងនោះជាសំឡេងខ្មោចព្រៃបិសាចទេដឹងព្រោះអីពេលថ្ងៃមិនឮស្រែកយំមកយំអីកណ្ដាលអាត្រៀតយប់ជ្រៅបែបនេះបូរីអន្ទះសាវិលវល់ក្នុងចិត្តជាខ្លាំងបើដឹងបែបនេះនឹងសុំលោកតាយកកូននេនម្នាក់មកសម្រាកជាមួយហើយក្រែងបានហ្វូននាំរឿងខ្លះឥឡូវមកទ្រាំដេកគិតម្នាក់ឯងសឹងតែប្រេះលលាក្បាលទៅហើយមិនកើតឡើយបើនៅតែគិតបែបនេះច្បាស់ជាព្រឹកឡើងទៅជួបលោកពូលោកតាអ្នកមករៀនយ៉ាងដូចម្ដេចទៅលុះតែគិតហើយបូរីក៏សងំសម្រាកវិញហើយព្យាយាមឈប់គិតអ្វីទាំងអស់បិទច្រមុះបិទត្រចៀកហើយគេក៏បានដេកលងលក់ទៅព្រឹកព្រលឹមថ្ងៃថ្មីពន្លឺនៃព្រះអាទិត្យនាព្រឹកព្រលឹមឡើងក៏ចាប់ព្រះកាត់ព្រៃនាខាងកើតវត្តចាំងជះមុខប៉ះទៅនឹងស្រះទឹកហើយផ្លាតចូលមកក្នុងបង្អួចនៃកុដិមួយជាប់នឹងស្រះទឹកនោះកូននេនតូចក៏បាននិមន្តចូលព្រះវិហារសូត្រធម៌ឮឲ្យរហឹងពេញទាំងបរិវេណនៃវត្តព្រៃចាស់នេះបូរីដែលកំពុងតែសងំសម្រាកក្រោយតែពីឮសំឡេងព្រះសង្ឃសូត្រធម៌អឹងកងដូចនេះក៏សុខចិត្តអត់ងងុយលះបង់ដំណេកពេលព្រឹកដ៏សែនសុខស្រួលនោះហើយក្រោកមុខមើលនៅឯព្រះវិហារបូរីគេដើរមួយត្បិតថាព្រឹកព្រលឹមដូចនេះក៏រងាណាស់ដែរណាមួយទៀតដីវាសើមដើរមិនស្រួលផុងប្រឡាក់អស់ដៃជើងបើត្រឹមតែផុងដីវាមិនអីទេតែដីកន្លែងខ្លះវារអិលថែមទៀតតែមិនប្រយ័ត្នច្បាស់ដួលអុកគួតមិនខានឡើយខណៈដែលបូរីដើរសំដៅទៅព្រះវិហារដោយចិត្តពងថាមកមើលព្រះសង្ឃសូត្រធម៌ក៏ស្រាប់តែពេលនោះបូរីបានឃើញធីតាដើរចេញអំពីព្រៃនៅខាងក្រោយវត្តនោះទៀតហើយព្រះអើយនាងគឺពិតជាស្អាតណាស់សំលៀកបំពាក់ស្មៃចាស់ដែលគ្រងនៅលើដងខ្លួនរបស់នាងគឺពិតជាលើកសម្រស់នាងឲ្យកាន់តែស្អាតមួយបែបថែមទៀតវង្សភ័ក្រស្រស់ប្រំប្រៃញញឹមពព្រាយដំណើរមួយដោយដៃកន្លៀតក្អមដាក់ជាប់នឹងចង្កេះដ៏សែនតូចច្រឡឹងហើយខំប្រឹងដើររកកន្លែងដីស្ងួតឬក៏ដីរឹងសំពត់ពណ៌ស្វាយចាស់ចងក្បិនបាំងត្រឹមជង្គង់គិតទៅសម័យនេះហើយបូរីគេអាចនឹកឃើញរូបភាពបែបនេះគឺពិតជាសំណាងខ្លាំងណាស់ត្បិតថាកាលនេះនារីភាគច្រើននិយមតែសំលៀកបំពាក់បរទេសស្លៀកខោពាក់អាវបញ្ចេញសាច់ខ្ចីតែលេងអីនារីភូមិព្រៃចាស់នេះបែរជាស្លៀកក្បិនពាក់អាវបែបប្រពៃណីកាត់បរទេសបន្តិចមិនដឹងមិនបាច់ខំប្រឹងបញ្ចេញសាច់ខ្ចីអីទេគឺថាឃើញស្អាតគ្មានពាក្យនឹងថ្លែងឲ្យអស់តម្លៃនៃសម្រស់របស់នាងឡើយសូមមិនទៅមើលព្រះសង្ឃសូត្រធម៌ឡើយហើយគេក៏ចាប់ដើរបកក្រោយទៅមាត់ស្រះដើម្បីតែបាននិយាយគ្នាលេងជាមួយនឹងនាងបូរីក៏បានដើរមកដល់ស្រះហើយក៏បានជួបនឹងធីតាល្មមបូរីនេះណាក្រោយតែពីបានមកចិត្តនឹងធីតាគេក៏ប្រែលែងមានចិត្តក្លាហានហើយគេមិនហ៊ានទាំងមើលឲ្យចំវង្សភ័ក្រដ៏ស្រស់សោភារបស់ធីតាឡើយគេក៏បានពោលទៅនាងទាំងអៀនបន្តិចផងថាមកដងទឹកទាំងព្រឹកដូចនេះមិនរងាទេអីហើយភ្លៀងយប់មិញនេះមិនត្រង់ទឹកទុកទៅធីតាក៏បានពោលតបនឹងបូរីវិញថាចាប្អូនមិនបានត្រង់ទុកទេទឹកភ្លៀងដាប់ខែដូចនេះមិនល្អសម្រាប់ពិសាឡើយតែបើទឹកស្រះនេះវិញណាគឺថាផ្អែមឆ្ងាញ់ដល់ហើយឲ្យតែបានពិសាគឺបាត់ស្រេកទឹកភ្លាមសំនៀងរបស់ធីតាគឺពិតជាពីរោះណាស់ស្រាប់ហើយធ្វើឲ្យគ្រូបង្រៀនទីក្រុងដូចជាបូរីនេះទុនដៃទុនជើងសឹងតែមិនចង់តបទេចង់ឲ្យតែនាងនិយាយឲ្យស្ដាប់រហូតបូរី
ក៏បានចាប់ពោលតបទៅកាន់ធីតាវិញថាឃើញនាងមកដងទឹកតែម្នាក់ឯងរហូតអញ្ចឹងមិនមានគ្នាមកដងទេឬធីតាដើរចុះទៅស្រះទឹកបណ្ដើរហើយតបបណ្ដើរទៅបរិយថាចាគ្នាមានរាល់ដងមកដងទឹកជាមួយគ្នាទេតែឥឡូវគេហាក់ប្រែហាក់ដូចជាមិនរាប់រកខ្ញុំទៀតឡើយបរិយក៏ហ្វូបន្តថាយ៉ាងម៉េចអញ្ចឹងធីតាក៏តបថាខ្ញុំក៏មិនដឹងដែរឥឡូវនេះគឺគ្មាននរណាចង់និយាយរកខ្ញុំទេគឺមានតែបងប្រុសប៉ុណ្ណោះបរិយក៏លួចញញឹមហើយមើលដំណើរដែលធីតាកំពុងតែដងទឹកបញ្ចូលក្អមគេក៏និយាយបន្តទៀតថាខ្ញុំមកស្នាក់នៅភូមិនេះយូរដែរប្រហែលជាបានឃើញនាងមកដងទឹកទីនេះរាល់ថ្ងៃបើមិនយល់តោះទេខ្ញុំសូមរាប់អានផងចុះអាចឲ្យខ្ញុំស្គាល់ឈ្មោះនាងផងបានទេធីតាក៏តបថាចាស្គាល់ត្រឹមឈ្មោះនោះគឺវាមិនអីទេខ្ញុំឈ្មោះថាធីតាចុះបងប្រុសឈ្មោះអ្វីដែរបរិយតែកំពុងតែត្រេកអរដោយបានស្គាល់ឈ្មោះរបស់ធីតានោះគឺមិនទាន់នឹងចាប់ផ្លឹកអំពីព័ត៌មានដែលគេបានអានកាលមកនោះទេហើយគេក៏ប្រញាប់តបនឹងធីតាថាឈ្មោះធីតាពិតជាពីរោះណាស់ពិតជាស័ក្តិសមនឹងសម្រស់របស់ធីតាជាខ្លាំងបាទខ្ញុំនេះឈ្មោះថាបរិយធីតាចង់រៀនអក្សរលេខនិពន្ធដែរឬទេខ្ញុំមកទីនេះដើម្បីបង្រៀនអក្សរលេខនិពន្ធជូនអ្នកភូមិធីតាក៏តបទាំងត្រេកអរថាចាគឺពិតជាចង់រៀនណាស់កាលបងប្រុសខ្ញុំនៅមានជីវិតគឺគាត់តែងតែបង្រៀនដល់ខ្ញុំបរិយក៏តបថាអញ្ចឹងធីតាចេះអក្សរខ្លះហើយមែនទេធីតាក៏តបចាចេះខ្លះដែរតែយកប្រើការអីមិនកើតទេអត់មានអ្នកបង្រៀនចំណេះទាំងនោះប្រហែលជាជូនបងប្រុសខ្ញុំវិញបាត់ទៅហើយធីតានេះនិយាយតបទាំងនាងកំពុងតែលើកក្អមយកមកដាក់ទៅលើមាត់ស្រះរួចនាងក៏ចាប់បានចុះទៅរេរកមើលផ្កាឈូកទៀតហើយពោលគឺមិននៅស្ងៀមឡើយនិយាយឲ្យបានស្រួលជាមួយនឹងបរិយក៏ស្រដីទៅកាន់ធីតាថាធីតារកមើលអីហ្នឹងធីតាក៏តបចាខ្ញុំរកមើលផ្កាឈូកបរិយក៏ហ្វូបន្តតើធីតាបេះផ្កាឈូកធ្វើអ្វីដែរបើថ្ងៃនេះមិនមែនថ្ងៃហ្វុលផងហ្នឹងធីតាក៏តបខ្ញុំនឹកបងប្រុសខ្ញុំពេកឲ្យតែមកដល់ទីនេះគឺតែងតែឆ្លៀតបេះផ្កាឈូកត្បិតកាលពីមុនឲ្យតែម៉ែប្រើមកដងទឹកបងប្រុសតែងតែបេះផ្កាឈូកបត់ស្រទាប់ហើយហុចមកឲ្យខ្ញុំដោយគាត់ប្រាប់ថាផ្កាឈូកនេះគឺតំណាងឲ្យខ្ញុំដែលជាប្អូនស្រីគាត់ឮដូចនេះបរិយក៏បានចុះទៅភ្លាមហើយបេះយកផ្កាឈូកមួយទងមករួចបត់ស្រទាប់ខាងក្រោយបញ្ចេញផ្កាខាងក្នុងយ៉ាងស្រស់ស្អាតហើយគេបានហ្វូទៅធីតាថាបែបនេះមែនទេធីតាក៏ញញឹមហើយតបថាចាគឺបែបនេះហើយបរិយបានហុចផ្កាឈូកនេះឲ្យទៅធីតាហើយប្រាប់ទៅនាងថានេះខ្ញុំជូនធីតាតើខ្ញុំអាចជាអ្នកជំនួសបងប្រុសធីតាបានទេធីតាមិនតបទេតែនាងញញឹមហើយទទួលផ្កាឈូកពីបរិយក៏បានឡើងមកវិញបណ្ដើរហើយពោលទៅធីតាបណ្ដើរថាធីតាដឹងទេបងប្រុសធីតាពោលគឺមិនត្រូវឡើយផ្កាឈូកនេះគឺមិនអាចតំណាងឲ្យធីតាបានទេបើតាមខ្ញុំមើលណាធីតាគឺស្អាតល្អជាងផ្កាឈូកនេះឆ្ងាយណាស់តែក៏មិនអាចថាបងប្រុសធីតានិយាយខុសបានដែរប្រហែលដោយសារតែពេលនោះធីតានៅក្មេងធីតាក៏តបថាបងប្រុសមិនខុសទេសម្រាប់អ្នកស្រុកស្រែជនបទគឺមិនមានអ្វីឲ្យល្អស្អាតបរិសុទ្ធជាផ្កាឈូកនេះទេផ្កាឈូកដុះចេញពីភក់គឺតំណាងឲ្យស្រែបើទោះជាក្លិនផ្កាឈូកមិនក្រអូបដោយផ្កាដតីតែផ្កាឈូក
ជាទីដែលជនប្រុសស្រីតែងយកទៅបូជាព្រះដោយសារតែភាពបរិសុទ្ធរបស់វាបូរីក៏តបថាមិននឹកស្មានថាធីតាជាអ្នកជនបទដាច់ស្រយាលក៏ប៉ុន្តែមានគំនិតមានការពិចារណាខ្ពស់សឹងតែខ្ញុំដែលរៀនបានច្រើនធ្វើជាគ្រូបង្រៀនផងរកអ្វីប្រៀបផ្ទឹមនឹងធីតាមិនបានធីតាក៏តបថាទេបងដាក់ខ្លួនពេកហើយថ្ងៃរះឥឡូវហើយខ្ញុំសូមទៅផ្ទះវិញហើយណាលុះតែពោលហើយធីតាក៏បានលើកក្អមកណ្ដៀតនឹងចង្កេះហើយនាងក៏បានដើរទៅតាមក្រោយវិញបាត់ស្រមោលទៅបូរីឆ្ងល់ណាស់ម្ដេចបានជាផ្លូវធំនេះនាងមិនដើរអូធីតាអើយឈ្មោះនាងពីរោះដល់ហើយសំលេងក៏គួរឲ្យចង់ស្ដាប់បើទោះជានាងទៅបាត់ក៏បូរីនៅអង្គុយមាត់ស្រះនេះដដែលលុះតែមួយសន្ទុះថ្ងៃរះឃើញច្បាស់ក៏បានឃើញក្រុមនារីមួយក្រុមបានដើរមកតាមផ្លូវធំដើរមកនេះទាំងខ្លាចផងរុញគ្នាឲ្យមានអ្នកដើរមកមុននារីទាំងនោះក៏ស្លៀកពាក់មិនខុសគ្នាប៉ុន្មានពីធីតាទេពលគឺភាគច្រើនសំពត់ចងក្បិនទៅក្រោយដោយលើកត្រឹមជង្គង់លុះតែមកដល់មាត់ស្រះទឹកបូរីក៏បានពោលស៊ូទៅនាងថាអូនស្រីទាំងអស់គ្នាទៅមកដងទឹកមែនទេមុននេះធីតាបានដងទឹកទៅផ្ទះមុនបាត់ទៅហើយស្រីដែលមកដងទឹកនោះក្រោយតែពីលឺបូរីពោលអំពីឈ្មោះធីតាភ្លាមក៏ចាប់ភ័យហើយផ្ទុះឡើងមកវិញទាំងអស់គ្នាបូរីក៏ស៊ូថាតើមានរឿងអីហ្នឹងភ្លាមនោះនាងម្នាក់ក៏ស្រែកមកថាតើលោកឯងមកពីណាហ្នឹងហើយលោកឯងបានឃើញធីតាដែរមែនទេបូរីក៏តបថាបាទខ្ញុំបានជួបធីតាមុននេះនាងប្រាប់ថាគ្នានាងគឺលេងមកដងទឹកជាមួយនាងហើយគ្រប់គ្នាគឺឈប់រាប់អាននាងស្រីទាំងនោះក៏ចាប់មើលមុខគ្នាទាំងភ័យខ្លាចហើយក៏ចាប់ស៊ូទៅកាន់បូរីថាលោកឯងមិនខ្លាចធីតាទេឬបូរីក៏តបថាខ្លាចធីតាខ្លាចរឿងអីធីតាគូឲ្យស្រឡាញ់សឹងអីហ្នឹងគ្រប់គ្នាក៏រឺទ្រង់ហើយពោលថាធីតាគឺជាខ្មោចទេណាមិនមែនពួកខ្ញុំឈប់រាប់រកនាងទេតែនាងចេញមកលងពួកខ្ញុំស្រស់ពេកនរណាហ៊ាននិយាយរាប់រកនាងនោះបូរីក៏សើចហើយតបថាលេងសើចនឹងខ្ញុំណាហើយម្ដេចក៏និយាយដាក់ធីតាអាក្រក់ស្ដាប់យ៉ាងនេះបើធីតាឮនាងខឹងស្លាប់ហើយបើហៅគ្នាសុទ្ធតែខ្មោចបែបនោះភ្លាមនោះខ្យល់ក៏បក់មកយ៉ាងចម្លែកហើយស្រីទាំងនោះក៏ចាប់ស្រែកដោយភាពភ័យខ្លាចគេមិនបានដកទឹកទេហើយក៏នាំគ្នាឆាប់រត់ទៅភូមិវិញបាត់អស់ទៅបូរីឆ្ងល់អំពីនាងទាំងនេះខ្លាំងណាស់ម្ដេចបានជាគេមកទាំងភ័យខ្លាចបែបនេះទៅវិញតើធីតាពិតជាខ្មោចដោយគេពោលមែនទេវាដូចមិនទំនងសោះបើខ្លួននិយាយជាមួយនឹងធីតាហាក់គ្មានឃើញអ្វីគួរឲ្យតោះខុសអំពីមនុស្សធម្មតាឡើយកំពុងតែឆ្ងល់នោះក៏ស្រាប់តែលោកតាបាននិមន្តមកហើយមានសង្ឃដីកាទៅកាន់បូរីថាញោមបូរីតើញោមកំពុងគិតអីហ្នឹងបូរីក៏ពោលតបទៅកាន់លោកតាថាកណាលោកតាចៅឆ្ងល់ត្បិតឃើញស្រីមកដងទឹកហាក់ភ័យខ្លាចជាខ្លាំងហើយនាំគ្នារត់ទៅវិញបាត់មិននៅដងទឹកសិនផងទេលោកតាក៏មានសង្ឃដីកាថាញោមកុំគិតច្រើនពេកស្រីគឺភ័យខ្លាចបែបនេះហើយតោះញោមបុណ្យគេរងចាំញោមនៅសាលាសិក្សាឯណោះបូរីក៏ចាប់ភ្ញាក់ត្បិតគេសឹងតែភ្លេចថាព្រឹកនេះគេនឹងទៅជួបសិស្សដែលត្រូវមករៀនហើយគេក៏បានប្រញាប់ទៅរៀបចំខ្លួនប្រាណដើម្បីបានទៅជួបអ្នកគ្រប់គ្នាលុះតែថ្ងៃប្រហែលជាម៉ោង 7 ព្រឹកបូរីក៏បានធ្វើដំណើរចាកចេញអំពីកុដិចប់ក្បែរនឹងស្រះទឹកហើយក៏បានមកជួបលោកពូមេភូមិឈ្មោះថាគុណនិងលោកពូដែលនឹងត្រូវមករៀនជាមួយនឹងគេសាលាសិក្សាដែលធ្វើអំពីឈើប្រក់ស្លឹកត្នោត
គឺពុំមានជញ្ជាំងបាំងបិទនោះទេហើយគេបានព្យួរក្តារខៀនមួយសម្រាប់សរសេរមុននឹងចាប់ផ្ដើមលោកពូប៊ុនដែលជាមេភូមិក៏បានណែនាំលោកគ្រូបូរីទៅកាន់លោកពូទាំងអស់គ្នាដែលមានប្រមាណជាង10នាក់នេះបើរាប់ទាំងអ្នកក្រៅភូមិផងហើយបូរីក៏បានជម្រាបសួរនិងណែនាំខ្លួនបន្ថែមទៅកាន់លោកពូឲ្យបានស្គាល់គេកាន់តែច្បាស់ហើយគេក៏ចាប់សាកសួរខ្លះអំពីចំណេះដឹងដែលពួកគាត់មានហើយគេក៏ចាប់បង្រៀនទៅតាមវិជ្ជាជីវៈដែលគេធ្លាប់ហ្វឹកហាត់ដោយសារតែខានប្រើប្រាស់យូរដៃជើងវាស្គាល់តែជាប់កាប់ដីនិងពូថៅដៃជើងលោកពូម្នាក់ហាក់រឹងអស់ទៅហើយកាន់ដីសសរសេរម្ដងណាក៏បាក់ដីសអស់ដែរហើយពិតជាលំបាកមិនងាយស្រួលដោយការរំពឹងទុកឡើយខណៈពេលដែលបូរីកំពុងតែបង្រៀនលោកពូនោះក៏ស្រាប់តែនៅក្រោមដើមពោធិ៍មួយដើមជិតនឹងស្រះទឹកគេបានឃើញធីតានាងកំពុងតែអង្គុយនៅទីនោះមើលមកកាន់គេបង្រៀនលោកពូមានពេលខ្លះគេបានទាំងឃើញនាងញញឹមដាក់គេផងដែលធ្វើឲ្យបូរីមានកម្លាំងចិត្តក្នុងការបង្ហាត់បង្រៀនលោកពូជាខ្លាំងដោយថ្ងៃនេះជាថ្ងៃជួបគ្នាលើកដំបូងដូចនេះបូរីគេមិនទៅជាបង្រៀនអីច្រើនទេហើយគេក៏បំបែកគ្នាទៅផ្ទះរៀងខ្លួនបូរីក៏ប្រញាប់រត់មកក្រោមដើមពោធិ៍មាត់ស្រះនោះតែគូឲ្យស្ដាយគេមិនបានឃើញឡើយធីតានៅទីនេះហើយគេក៏ចេះតែអង្គុយលេងតែម្នាក់ឯងនៅក្រោមដើមនោះត្បិតថាវាក៏មិនលុបត្រជាក់ស្រួលខ្លួនណាស់ដែរបូរីអង្គុយគិតមួយសន្ទុះក៏ចាប់នឹកដល់ឈ្មោះដែលគេចុះនៅក្នុងកាសែតគេចុះច្បាស់អំពីឈ្មោះរបស់ធីតាដែលជានារីរូបស្រស់ដាច់គេក្នុងភូមិតែនៅឡើយគេមិនបានចាំឡើយថាធីតាដែលគេបានអានក្នុងកាសែតនោះស្ថិតនៅភូមិស្រុកណាអីក៏ជួនគ្នាយ៉ាងនេះមនុស្សដែលបានស្លាប់គេចុះនៅក្នុងកាសែតក៏ឈ្មោះធីតាដែលគេអួតថាជានារីស្រុកស្រែស្រស់សោភាចំណែកឯធីតាដែលគេជួបនេះក៏មានរូបសម្បត្តិស្រស់ស្អាតខ្លាំងដែរកំពុងតែអង្គុយគិតនោះក៏ស្រាប់តែមានកូននេនមួយអង្គបាននិមន្តមកហើយមានសង្ឃដីកាទៅកាន់បូរីថាលោកគ្រូតើលោកគ្រូចង់ទៅភូមិជាមួយអាត្មាទេអាត្មានិមន្តទៅបិណ្ឌបាតបូរីក៏តបថាបើអញ្ចឹងខ្ញុំកណាសូមទៅជាមួយផងកូននេតក៏បាននាំបូរីទៅកាន់សាលាឆាន់ដើម្បីរៀបចំឲ្យគេជាអ្នកកាន់ចានស្រាក់លុះតែរួចហើយបូរីនិងព្រះសង្ឃចំនួន5អង្គក៏បាននិមន្តចេញទៅសម្ដៅភូមិស្រុកបូរីគឺពិតជាប្លែកភ្នែកជាខ្លាំងជាមួយនឹងទិដ្ឋភាពនៃភូមិទាំងមូលត្បិតថាក្នុងភូមិនេះគឺពិតជារក្សាបាននៅដើមឈើធំដុះនៅតាមជួររបរខណៈដើរចូលទៅគឺពិតមិនត្រូវថ្ងៃក្តៅឡើយលុះតែមកដល់ស្ពានមួយដែលមានទឹកហូរកាត់ពីប្រឡាយចូលទៅស្រែជាប់នឹងផ្លូវនោះគឺឃើញមានទឹកថ្លាឆ្វេងហូរដោយទាំងកូនត្រីតូចចាក់ទៅស្រែផងនៅលើស្ពាននោះវិញគឺបានឃើញកំលោះប៉ុន្មានអ្នកកំពុងតែនៅស្ទួចត្រីលេងនៅទីនោះមិនខុសទេអ្នកទាំងប៉ុន្មានអ្នកនោះគឺជាក្រុមរបស់ដែននេះគេបានមើលទៅមុខរបស់បូរីសឹងតែហ្វីហ្វាច់ទៅហើយបូរីក៏មិនខ្វល់នឹងគេឡើយហើយក៏បានដើរហួសទៅជាមួយនឹងព្រះសង្ឃដែនក៏នៅតែតាមមើលបូរីមិនដាក់ភ្នែកហើយគេក៏បានពោលប្រាប់គ្នាថាអានេះវាមកពីណាដែរមិនដែលឃើញគ្នាគេក៏ប្រាប់ថាប្រហែលកូនសេកមកថ្មីទេដឹងបងខ្ញុំមិនដែលឃើញដែរគេក៏ពោលស៊ូទៀតថាបងឯងធ្លាប់ឃើញខ្មោចធីតាអត់ខ្ញុំឮថាស្រីដែលជាគ្នារបស់ធីតានោះឲ្យតែទៅដងទឹកដឹងតែបានជួបខ្មោចធីតាហើយដែនក៏តបថាខ្លាចអីខ្មោចធីតាបើនាងកើតជាខ្មោចមែនណាក៏ជាខ្មោចស្រស់ស្អាតម្នាក់ដែរស្ដាយកាលនាងនៅរស់គ្នាមិនបានថើបសំបីតែបន្តិច
បើជួបខ្មោចនាងមិនឲ្យរំលងទេសូមថើបនាងតតែបានអានោះក៏តបថាបងធីតាកើតជាខ្មោចហើយបងកុំកំណាញ់អីឲ្យគ្នាយើងបានសាកផងទៅចុះដែនក៏តបថាយីអានេះរបស់អញស្រឡាញ់ណាមិនឯងភ្លេចភ្លើអញ្ចឹងបើទោះជានាងកើតជាខ្មោចក្តីក៏អញនៅស្រឡាញ់នាងដែរវើយក្រឡេកមកមើលបរិយវិញក្រោយតែពីចូលមកដល់ភូមិលោកយាយលោកតាក៏ចេញមកដាក់បាតសឹងតែគ្រប់ផ្ទះបាយម្ហូបឈ្ងុយណាស់បរិយនោះក៏លេបទឹកមាត់ក្អឹកមុនបាត់ទៅហើយលោកយាយលោកតាក្រោយតែពីដឹងថាបរិយជាគ្រូបង្រៀនគឺមានការគោរពមកកាន់គេជាខ្លាំងហើយអ្នកខ្លះផ្ញើកូនផ្ញើចៅឲ្យទៅរៀនជាមួយបរិយក៏ប្រាប់ថាឲ្យតាក់ទងទៅលោកពូមេភូមិត្បិតគេបានរៀបចំថ្នាក់សម្រាប់អ្នកមិនចេះសោះផងដែរអ្នកភូមិឮបរិយនិយាយដូចនេះគឺពិតជាសប្បាយចិត្តណាស់លុះតែមកដល់ផ្ទះមួយចុងភូមិពោលគឺជាផ្ទះរបស់មីងហ្វានដែលជាម្ដាយរបស់ធីតាមីងហ្វានក៏បានយកចង្ហាន់មកប្រគេនព្រះសង្ឃដោយគាត់កាន់យករូបថតរបស់ធីតាមកផងដែរមីងហ្វាននោះមុខមិនស្រស់សោះត្បិតថាអាឡោះអាល័យកូនជាពន់ពេកលុះតែដាក់បាតរួចហើយមីងហ្វានក៏បានពោលនិមន្តព្រះសង្ឃថាគុណម្ចាស់ថ្ងៃ8រោចនេះខ្ញុំកណានិមន្តគុណម្ចាស់មកឆាន់ចង្ហាន់ព្រឹកផងត្បិតថាត្រូវជាគម្រប់7ថ្ងៃដែលកូនស្រីកណាបានលាចាកលោកតាក៏មានសង្ឃដីកាថាពួកញោមចាំអាត្មានិមន្តមកបរិយក៏ពោលកាត់ថាមីងតើនេះជាកូនមីងមែនទេមីងហ្វានក៏មើលទៅមុខរបស់បរិយហើយគាត់ក៏ពោលថាចាស់ក្មួយនេះគឺជាកូនមីងនាងស្លាប់បាន3ថ្ងៃហើយក្មួយបរិយក៏បានមើលទៅកាន់រូបថតរបស់នាងម្ដងទៀតគឺគ្មានខុសទេនេះហើយគឺជាធីតាដែលគេបានជួបបរិយក៏បានស៊ូបញ្ជាក់ថាកូនស្រីមីងឈ្មោះធីតាត្រូវតែមីងអ្នកមីងក៏តបថាក្មួយស្គាល់កូនមីងដែរមែនទេបរិយក៏គិតក្នុងចិត្តថាបើប្រាប់អ្នកមីងថាខ្លួនបានជួបធីតាច្បាស់ជាគាត់ខឹងនឹងគេហើយគេក៏តបថាបាទមីងខ្ញុំបានអានតាមរយៈកាសែតព័ត៌មានលុះតែពោលហើយលោកតាក៏និមន្តទៅមុខបន្តបរិយក៏ដើរទៅតាមទាំងព្រលឹងសឹងតែមិនជាប់នឹងខ្លួនត្បិតសឹងមិនជឿសោះគេបានមកជួបរឿងបែបនេះទាំងដែលពីមុនគេមិនជឿសោះរឿងខ្មោចព្រាយបិសាចនេះលុះតែមកដល់វិញបរិយក៏បានមកអង្គុយនៅមាត់ស្រះទឹកដដែលគេហាក់មិនមានអារម្មណ៍ថាខ្លាចនឹងធីតាបន្តិចឡើយហើយគេក៏នឹកដល់កាសែតដែលគេចុះអំពីនាងបរិយគេមិនជឿទេថាធីតាបានស្លាប់ដោយសារតែបងប្រុសរបស់នាងត្បិតបើតាមអ្វីដែលនាងរៀបរាប់គឺបងប្រុសនាងស្រឡាញ់នាងជាខ្លាំងលុះតែថ្ងៃលិចផុតបាំងចុងរុក្ខជាតិអស់ទៅហើយជំនោខ្យល់ត្រជាក់ក៏បក់ធ្លាក់ចុះមកជំនោខ្យល់នោះក៏បក់ឲ្យទឹកស្រះបង្កើតជារលកហក់មកគ្របពីលើស្លឹកឈូកខណៈដែលបរិយកំពុងតែអង្គុយពិចារណានោះក៏ស្រាប់តែបានធំក្លិនដ៏ហ្វែនក្រអូបចេញអំពីដងខ្លួនរបស់ធីតាបរិយគេដឹងថាធីតាគឺបានមកទៀតហើយគេមិនភ្ញាក់ផ្អើលឡើយហើយលុះតែនាងដើរមកជិតគេក៏បានស៊ូទៅនាងថាធីតាដងទឹកទៀតហើយមែនទេធីតាក៏តបថាចាខ្ញុំមកដងទឹកទៀតហើយមកប៉ុន្មានដងហើយគឺតែងតែបានជួបបងបរិយនៅទីនេះរហូតបរិយក៏បានហ្វូទៅធីតាថាធីតាតើធីតាទៅផ្ទះវិញបានឬទេធីតាក៏ធ្វើមុខប្រពូនហើយក៏តបថាចាគេមិនអោយខ្ញុំទៅផ្ទះវិញបានទេធីតាគឺស្នាក់នៅផ្ទះក្រោយវត្តនេះជាមួយបងប្រុសធីតាបរិយក៏តបថាក្រែងបងប្រុសធីតាស្លាប់ហើយមែនទេធីតាក៏តបថាចាបងប្រុសខ្ញុំស្លាប់ហើយតែគាត់មើលថែខ្ញុំបានល្អណាស់តើបងប្រកាន់និងបងប្រុសខ្ញុំដែលជាខ្មោចនេះទេ
បូរីក៏ញញឹមហើយតបថាបងមិនប្រកាន់ឬខ្លាចអ្វីនោះទេបងជឿថាបងធ្វើអំពើល្អបើទោះជាមនុស្សខ្មោចព្រាយបិសាចក៏ដោយក៏គេមិនធ្វើបាបបងដែរហើយតើធីតាមានដឹងខ្លួនទេថាធីតាក៏បានស្លាប់ហើយដែរធីតាក៏ធ្វើមុខក្រញើហើយភ្លាមនោះក៏ពោលតបថាតើបងបូរីចង់ឲ្យខ្ញុំស្លាប់មែនទេបូរីក៏តបថាមិនបែបនោះទេបងពិតជាចង់ជួបធីតាក្នុងសភាពជាមនុស្សណាថ្ងៃនេះជាថ្ងៃទី3ហើយដែលធីតាបានស្លាប់តាមធម្មតាដល់7ថ្ងៃទើបធីតាបានដឹងខ្លួនបងគឺបានដឹងរឿងហើយដោយព្រឹកមិញនេះបងបានទៅដល់ផ្ទះរបស់ធីតាក៏ស្រឡំកាំងហើយគូក្បាលនាងក៏បានរំលឹកឡើងវិញនៅរូបភាពមុនពេលដែលនាងបានស្លាប់លុះតែនាងបានដឹងថាខ្លួនពិតជាស្លាប់មែននាងគឺយំជាខ្លាំងបូរីក៏បានដើរទៅជិតរួចពោលថាធីតាដឹងទេអ្នកភូមិគេចោទថាធីតាស្លាប់ដោយសារតែបងប្រុសរបស់ធីតាតែបងមិនជឿទេតើធីតាប្រាប់បងបានទេតើនរណាជាអ្នកសម្លាប់ធីតាយំខ្លាំងណាស់នាងនិយាយអីមិនរួចនោះទេហើយឃ្លាដំបូងដែលនាងនិយាយចេញមកនោះគឺបងបូរីមិនខ្លាចធីតាទេឬបូរីក៏តបថាបងមិនខ្លាចធីតាទេតែបងចង់រកយុត្តិធម៌ជូនធីតាក៏តបគឺអាដែតវាមករំលោភធីតាក៏សម្លាប់ខ្លួននៅក្បែរកន្លែងបងប្រុសធីតាពេលនោះទៅគ្រាន់តែពោលបានប៉ុណ្ណេះធីតាក៏បានរត់ទាំងយំផងសំដៅទៅព្រៃដែលជាទីនាងថានាងបានស្នាក់នៅជាមួយនឹងបងប្រុសបូរីដែលជាមនុស្សប្រុសរឹងមាំក្រោយតែពីឃើញទឹកភ្នែករបស់ធីតាបែបនេះគេក៏ចាប់ទប់ទឹកភ្នែកមិនបានក៏បណ្ដោយឲ្យវារងាស្រក់ចុះអោធីតាដ៏កំសត់អើយម្ដេចឡើយនាងអភ័ព្វអីយ៉ាងនេះបងសូមសន្យាថានឹងតាមរកយុត្តិធម៌ជូនធីតាឲ្យបានលុះតែគេគិតហើយក៏បានដើរឡើងមកកត់ដដែលដែលគេស្នាក់នៅនោះលុះតែមកដល់ក៏បានឃើញកូននេនមួយអង្គនៅឈរមើលមកកាន់គេកូននេនក៏មានសង្ឃដីកាទៅបរិយថាលោកគ្រូបូរីមិនខ្លាចខ្មោចទេអីបូរីក៏ភ្ញាក់ផ្អើលរួចពោលស៊ូទៅកាន់កូននេនថាតើនេនបានឃើញធីតាដែរមែនទេកូននេនក៏មានសង្ឃដីកាតបអាត្មាឃើញញោមធីតារហូតនឹងតែដឹងថាញោមធីតាបានស្លាប់ក៏ចេះតែធ្វើមិនឃើញបូរីក៏តបថាធីតាស្លាប់ទៅទាំងអយុត្តិធម៌ណាកូននេនក៏មានសង្ឃដីកាតើញោមដឹងពីការស្លាប់របស់ញោមធីតាដែរមែនទេបូរីក៏តបថាកណាធីតាបានប្រាប់រឿងខ្លះមកកាន់ខ្ញុំតែណាហើយលោកប្អូនមិនបាច់ចង់ដឹងទេចាំកណាអ្នករកយុត្តិធម៌ជូនធីតាចុះតើលោកប្អូនមកទីនេះដើម្បីអ្វីដែរកូននេនក៏តបថាយកបាយឲ្យញោមនឹងណាខ្ញុំឃើញបងធីតាតាំងតែពីម្សិលមិញតែមិនហ៊ានប្រាប់លោកគ្រូខ្លាចលោកគ្រូខ្លាចបងធីតាញោមអើយបើបានជួបបានស្គាល់បងធីតាហើយជួយរកយុត្តិធម៌ជូនគាត់ផងចុះត្បិតអ្នកស្រុកភូមិនេះនរណាក៏គិតថាបងប្រុសរបស់បងធីតាមកយកប្អូនស្រីខ្លួនទៅនៅជាមួយដែរបូរីក៏តបថាកណាខ្ញុំនឹងស្វែងរកយុត្តិធម៌ជូនធីតាតទៅបាននោះលោកតាហៅលោកប្អូនហើយលុះតែពោលហើយកូននេតក៏បាននិមន្តត្រឡប់ទៅកុដិធំវិញចំណែកឯបូរីក៏បានមកអង្គុយពិសាបាយមុននឹងពិសាគេក៏បានដាក់បាយខ្លះឧទ្ទិសឲ្យបានដល់ធីតាគណៈមេឃក៏ងងឹតបូរីក៏ចាប់ដុតភ្លើងចង្គៀងទៅហើយនោះកំពុងតែពិសាបាយក៏ស្រាប់តែលេចមុខធីតានៅចំពោះមុខគេដែលធ្វើឲ្យបូរីភ្ញាក់សឹងតែរត់ចោលចានបាយមើលទៅមុខធីតានោះគឺដានស្នាមទៅដោយទឹកភ្នែករួចនាងក៏ពោលថាអរគុណសម្រាប់បាយរបស់បងប្អូនបានហូបហើយគឺឆ្អែតខ្លាំងណាស់បូរីក៏ចាប់ពោលទៅថា
ធីតានរណាគេឈ្មោះដែរនឹងធីតាបានត្រឹមញញឹមទាំងទឹកភ្នែកហើយពោលតបមកថាបងបូរីបងមិនចាំបាច់រកយុត្តិធម៌ជូនប្អូនទេពួកវាកោងកាច់ណាស់បងធ្វើអ្វីមិនឈ្នះគេទេបងជាអ្នកស្រុកឆ្ងាយផងកុំឲ្យមានទើងដល់បងអីគ្រាន់តែពោលប្រាប់ប៉ុណ្ណេះក៏រលែងបាត់រូបធីតាឈឹងទាំងដែលបូរីមានទើងជាច្រើនចង់ស៊ូទៅកាន់នាងដំណក់ទឹកភ្លៀងរលឹមស្រក់តក់តក់ធ្លាក់ចុះមកសំយ៉ាបខាងមុខនៃកុដឈើចាស់មួយនៅក្បែរនឹងមាត់ស្រះពន្លឺចង្គៀងប្រេងកាតក៏បានដុតបំភ្លឺផ្លុងផ្លុងខណៈខ្យល់ក៏បក់យោលជោកស្លឹកឈើតូចធំដុះជុំវិញស្រះរលាស់ធ្លាក់ទឹកដូចគេអង្រួននៅលើបងអង្គុយក្រោមសំយ៉ាប់នោះគឺលោកគ្រូបូរីកំពុងតែពិសាបាយដែលកូនណេតបានយកមកឲ្យតែនៅឡើយប្រលឹងហាក់មិនជាប់នឹងប្រាណសោះបូរីនោះគឺហាក់ខ្វល់ខ្វាយជាខ្លាំងព្រោះអីប្រលឹងធីតាទើបនឹងបានមកហាមមិនឲ្យគេតាមរកសងសឹកជួសនាងឡើយនាងខ្លាចបូរីនេះត្រូវបានក្រុមជនល្មើសតាមធ្វើបាបបូរីថែមទៀតតែមិនទេបូរីជាអ្នកទីក្រុងរៀនសូត្របានខ្ពង់ខ្ពស់គឺមិនអាចរស់ទទួលយកភាពអយុត្តិធម៌បាននោះទេគេក៏ចាប់គិតអំពីវិធីដែលអាចរកតម្រុយនៃការស្លាប់របស់ធីតាបានប្រហែលជាគ្មាននរណាអាចសាកស៊ូបានក្រៅតែពីមីងសានដែលជាម្ដាយរបស់ធីតានោះទេលុះតែគិតក្នុងចិត្តដូចនេះហើយបូរីគេក៏ប្រញាប់ពិសាបាយឲ្យរួចរាល់នឹងអាលទៅផ្ទះមីងសានសាកស៊ូខ្លះអំពីដំណើររឿងមួយនេះលុះតែបាយរួចរាល់ហើយបូរីក៏បានទទួលកាហ្វូបាំងភ្លៀងហើយបានដើរចាក់ចេញអំពីវត្តសំដៅទៅភូមិមេឃងងឹតខ្លាំងណាស់ភ្នែកបន្ទោនោះក៏ឆ្វេងឆ្វាចគួរឲ្យខ្លាចផងដែរបូរីក៏ចេះតែខំដើរទៅមុខយឺតជាមួយនឹងចង្គីងប្រេងកាតដែលមានអំផោងជួយបាំងខ្យល់នោះផ្លូវលុបត្រូវភ្លៀងរលឹមដូចនេះគឺថាបែកភក់ពិបាកដើរជាខ្លាំងឃើញដំបងដីរៀបស្មើល្អទេលុះតែដាក់ជើងជន់ទៅក៏ផុងប្រឡាក់អស់ត្រណប់ជើងបូរីក៏ដើរទៅមុខរកក្រលុកដកទឹកហើយយកជើងទៅក្រឡេងនៅក្នុងទឹកនោះលែយ៉ាងណាឲ្យវាធ្លាក់ភក់ចុះអស់កុំឲ្យដើរទៅវាវត្តកែងត្រណប់ជើងប្រឡាក់អស់ខោអាវលុះតែដើរមកដល់ដើមភូមិបន្តិចក៏បានឃើញរោងមួយដែលនៅមានមនុស្សកំពុងតែផឹកស៊ីអើងកងនៅទីនោះលុះតែគេដើរទៅដល់បូរីគេក៏បានឃើញទៀតជាក្រុមអ្នកដែលបានជួបនៅលើស្ពានកាលពីព្រឹកបូរីមិនដឹងទេថានោះគឺជាក្រុមរបស់ដែនដែលបូរីកំពុងតែស្វែងរកថានរណាជាដែនដែលធីតាពោលថាជាអ្នកសម្លាប់នាងនោះដែនក្រោយតែពីឃើញមានមនុស្សដើរកាត់កន្លែងគេដូចនេះក៏ស្រែកហៅភ្លាមថាយីនរណាគេនឹងដើរទៅណាមកណាមកផឹកជាមួយគ្នាមួយតយសិនអីបូរីគេមិនស្គាល់ក៏មិនហ៊ាននិយាយពោលអ្វីខ្លាំងទេត្រឹមពាក្យថាបាទអត់ទេខ្ញុំប្រញាប់ទៅផ្ទះមីងសានបន្តិចដែនខឹងភ្លាមហើយពោលថាជើយនរណានឹងអញហៅហើយមិនមកទៀតម៉េចចង់ឲ្យអញទៅសែងមកមែនទេបូរីគ្រាន់តែឮដូចនេះក៏ក្រវីក្បាលដោយគិតក្នុងចិត្តថានេះហើយគឺអវិជ្ជារួចគេក៏ប្រញាប់ដើរចូលភូមិបន្តទៀតទៅដែនដោយស្រវឹងផងអីផងផ្ទុះចុះទៅបំរុងតែវាយបូរីតែមិនអាចអីមកតន់ហើយបានត្រឹមមើលបូរីពីចម្ងាយត្បិតថាបូរីបានដើរទៅឆ្ងាយហើយពោលគឺទំនួងមកដល់មុខផ្ទះរបស់មេភូមិផងទើបគេមិនហ៊ានតាមតែគេក៏ពោលប្រាប់គ្នាគេថាពួកអាដែងហែងស្គាល់ទេថាអាម្នាក់មុននេះជានរណាព្រាមនោះគ្នាគេម្នាក់ទៀតបានពោលប្រាប់ថាមិនច្បាស់ទេបងតែប្រហែលជាអាមួយកូនសេកលោកមកថ្មីព្រឹកមិញនេះហើយដែនក៏តបថា
អញរកមុខវាយូរហើយអំបាញ់មិញនេះវាប្រហើននឹងអញផងអាមួយនឹងវាស្អាតណាស់បើមិនរករឿងវាទេវាញ៉ែយកស្រីអញអស់មិនខានណែតិចថាសំណប់ចិត្តរបស់ពួកឯងទាំងអស់គ្នានឹងបាក់ចិត្តលើវាវើយអាមួយនឹងវាសាច់សខ្ចីខ្លាំងណាស់បើមិនប្រដៅវាទេចប់ហើយពួកយើងគ្នាគេក៏តបថាយើងធ្វើមិនបងខ្ញុំនេះក៏ចេះតែខ្លាចវាឆក់យកសំណប់ចិត្តខ្ញុំដែរព្រឹកមិញនេះសំណប់ចិត្តខ្ញុំខំស៊ូខ្ញុំអំពីវាមួយព្រឹកហើយដែនក៏សើចហើយក៏តបថាឃើញទេអញថាមែនតោះពួកឯងទៅចាំវានៅស្ពានចិត្តវត្តជាមួយអញចាំវាទៅវត្តវិញប្រដៅវាចេញម្ដងលុះតែគេនិយាយគ្នាហើយក៏បាននាំគ្នាដើរទៅរងចាំនៅស្ពានឈើមួយនោះទាំងដែលភ្លៀងរលឹមក៏មិនតន់ឈប់ក្រឡេកទៅមើលបូរីវិញឯនេះក៏បានដើរមកដល់មុខផ្ទះរបស់មីងហ្វានតែគេហាក់ស្ទាក់ស្ទើរចិត្តត្បិតចងចាំមិនសូវច្បាស់បូរីគេមើលចុះមើលឡើងទៅហ៊ានស្រែកហៅថាមីងអើយមីងនេះផ្ទះមីងហ្វានមែនទេសំលេងតែគេក៏បានកេះបញ្ឆេះចង្គៀងឡើងតាមពិតទៅគាត់មិនតន់សម្រាប់ឯណាបិទបានលឺអង្គុយនិយាយគ្នានៅលើគ្រែក្រុងផ្ទះរបស់គាត់លុះតែគាត់ដុតចង្គៀងឆេះឡើងហើយក៏បានដើរមកមុខផ្ទះរបស់គាត់រួចពោលស៊ូមកថានរណារកអីហ្នឹងបូរីក៏តបថាបាទមីងខ្ញុំឈ្មោះបូរីជាគ្រូបង្រៀនអ្នកភូមិយើងខ្ញុំមកនេះចង់សាកសួរមីងអំពីរឿងខ្លះតើមីងអនុញ្ញាតទេមីងមីងហ្វានក៏តបថាអូលោកគ្រូបូរីទេអញ្ជើញចូលមកលោកគ្រូអ្នកមីងក៏បានបើកទ្វារឲ្យបូរីចូលមកខាងក្នុងហើយក៏បានអញ្ជើញបូរីឲ្យមកអង្គុយនៅលើគ្រែដែលគាត់កំពុងតែជជែកគ្នាជាមួយនឹងអ្នកមីងផ្ទះជាប់របងគ្នាអំពីការរៀបចំធ្វើពិធីបុណ្យ7ថ្ងៃជូនធីតាលុះតែបូរីបានអង្គុយចុះនិងជម្រាបសួរអ្នកមីងគ្រប់គ្នាមីងហ្វានក៏បានពោលសួរទៅកាន់បូរីថាលោកគ្រូចង់សាកសួរខ្ញុំអំពីរឿងអ្វីដែរបូរីគិតក្នុងចិត្តថាគេពិតមិនអាចប្រាប់គាត់អំពីរឿងគេបានជួបនិយាយគ្នាជាមួយនឹងព្រលឹងរបស់ធីតាបានឡើយហើយគេក៏បានលើកឡើងមកថាបានអ្នកមីងខ្ញុំបានអានអំពីរឿងហេតុនៃការស្លាប់របស់ធីតាវាធ្វើឲ្យខ្ញុំសង្ស័យច្រើនគ្រាន់តែគិតក្នុងចិត្តត្បិតមិនដឹងថាខ្លួនបានមកដល់ស្រុកភូមិដែលកើតហេតុពិតទេខ្ញុំមកនេះគឺចង់សាកសួររឿងមួយចំនួនតើមីងដឹងទេធីតាធ្លាប់មានរឿងជាមួយនរណាឬអត់មីងហ្វានក៏បានប្រាប់ទៅបូរីថាក្មួយអើយមីងក៏មិនជឿរឿងដែលគេបាននិយាយមកនេះដែរខ្មោចកូនប្រុសខ្ញុំឯណាមកយកអូនស្រីគេទៅនៅជាមួយនោះបងប្រុសធីតាស្រឡាញ់ធីតាសឹងអីតែបើគេនិយាយគ្រប់គ្នាទៅហើយខ្ញុំក៏ចេះតែជឿតាមគេតាមឯងទៅកូនស្រីខ្ញុំនេះគឺមានតែអ្នកស្រឡាញ់មិនធ្លាប់មានអ្នកស្អប់នាងឡើយអ្នកមីងក្បែរនោះក៏បន្តមែនហើយលោកគ្រូធីតាហ្វ្លូតបូតស្គាល់ចាស់ស្គាល់ទុំនរណាក៏ស្រឡាញ់ដែរបូរីក៏ញញឹមហើយសួរបន្តទៀតថាចុះអ្នកមីងស្គាល់បរោះម្នាក់ឈ្មោះថាដែនទេអ្នកមីងក៏មើលមុខគ្នាហើយមីងហ្វានក៏តបថាចាស្គាល់ដែននេះហើយគឺជាក្មេងទំនើងប្រចាំភូមិនេះតើមានអ្វីទាក់ទងនឹងការស្លាប់របស់កូនខ្ញុំមែនទេបូរីក៏តបថាមិនតន់ច្បាស់ទេមីងហើយចុះដែនហ្នឹងគេធ្លាប់ស្រឡាញ់ធីតាឬធ្លាប់ញ៉ែញងធីតាដែរឬទេមីងហ្វានក៏តបថាធីតាកូនមីងយ៉ាងស្អាតប្រុសណាក៏តាមស្រឡាញ់យ៉ាងដែរតែសម្រាប់ដែននេះប្រហែលជាគេដឹងថាធីតាមិនត្រូវចិត្តនឹងគេទេមីងមិនដែលឃើញដែននេះមកតាមធីតាឬក៏និយាយគ្នាឲ្យបានយូរអីគឺមិនដែលឃើញសោះតែភ្លាមនោះមីងម្នាក់ក៏តបថាតែនៅថ្ងៃសិលមុនពេលដែលធីតាស្លាប់មីងឮធីតាប្រាប់ថា
នាងដើរមកវត្តតែម្នាក់ឯងហើយបានជួបដែនដែលគេកាក់ផ្លូវក្មួយធីតាថាកុំតែនាងបន្លាចគេថាយកបាយឧទ្ទិសជូនបងប្រុសនាងទើបគេដោះលែងនាងឲ្យបានមកវត្តឮថាពីដើមឡើយដែននេះខ្លាចបងប្រុសធីតាណាស់បូរីក៏ចាប់អារម្មណ៍ចំណុចនេះខ្លាំងណាស់ហើយគេក៏បានហ្វូបញ្ជាក់ថាអញ្ចឹងគឺធីតាបានជួបនឹងដែនមុនពេលដែលនាងបានស្លាប់ត្រូវតែមីងអ្នកមីងក៏តបថាចាស់ច្បាស់ណាស់ព្រឹកនោះធីតានិយាយប្រាប់មីងដោយផ្ទាល់បូរីក៏បានហ្វូបញ្ជាក់ទៀតថាចុះដែននោះមានរូបរាងយ៉ាងម៉េចទៅវិញទៅមីងហ្វានក៏តបថាណែក្មួយប្រយ័ត្នបន្តិចណាក្មួយដែននោះកោងកាច់ណាស់មីងឃើញវាផឹកនៅផ្លូវចូលភូមិនោះប្រហែលជាក្មួយបានឃើញដែរហើយមើលទៅបូរីក៏តបថាអូប្រហែលម្នាក់ដែលស្រែកហៅខ្ញុំឲ្យផឹកជាមួយគាត់ហើយគាត់នោះខឹងនឹងខ្ញុំផងព្រោះខ្ញុំមិនបាននៅពិសាជាមួយគាត់ហ្វានក៏តបប្រយ័ត្នខ្លួនផងវាមិនដឹងថាក្មួយជាគ្រូបង្រៀនឬអត់ទេបូរីក៏តបថាមិនអីទេមីងខ្ញុំអាចដោះស្រាយជាមួយគាត់បានហើយរឿងរបស់ធីតាក្មួយនឹងតាមស៊ើបស៊ូឲ្យដឹងការពិតត្បិតក្មួយមិនជឿរឿងដែលគេបានចុះផ្សាយនោះឡើយយប់ហើយមីងក្មួយសុំទៅវត្តវិញហើយណាលុះតែពោលហើយបូរីក៏បានចាកចេញត្រឡប់មកវិញបូរីដើរតាមផ្លូវបណ្ដើរគិតបណ្ដើរថាតើមានវិធីណាអាចឲ្យដែននោះគេសារភាពថាគេគឺជាអ្នកសម្លាប់ធីតាបានលុះតែមកដល់ចុងភូមិក៏ហាក់ចម្លែកត្បិតមិនបានឃើញក្រុមរបស់ដែននោះផឹកស៊ីបន្តទៀតឡើយហើយគេក៏បានដើរបន្តទៀតប្រញាប់ចូលវត្តវិញយប់ក៏ងងឹតភូមិឋានក៏ស្ងាត់ឈឹងលុះតែមកដល់ចំណុចស្ពានជិតវត្តនោះក៏បានឃើញដែននឹងគ្នារបស់គេបូរីភ្ញាក់ព្រឺតត្បិតមិននឹកស្មានថាបានឃើញគេនៅលើស្ពានបែបនេះឡើយភ្លាមនោះដែនក៏បានហ្វូទៅបូរីថាម៉េចសង្ហាហែងមកវិញហើយមែនអញចាំឯងនៅទីនេះយូរហើយបូរីក៏តបថាហើយដែនឯងចាំខ្ញុំធ្វើអីដែរដែនក៏សើចហើយតបថាអញចាំធ្វើអីហែងដឹងក្នុងចិត្តហើយម៉េចស្រាអញវាថោកពេកមែនបានហែងមិនចង់ផឹកបូរីក៏តបថាទេខ្ញុំប្រញាប់ទៅផ្ទះមីងហ្វានដែនក៏ហ្វូទៀតថាហែងទៅផ្ទះមីងហ្វានធ្វើអីបើកូនស្រីគាត់ងាប់បាត់ហើយនឹងបូរីក៏ចង់ហ្វាក់ចិត្តដែនហើយគេក៏ពោលថាត្រូវហើយនាងគឺស្លាប់យ៉ាងអយុត្តិធម៌បំផុតគេបំរុងរំលោភនាងបើជាចោទថាបងប្រុសនាងនាំនាងទៅឲ្យស្លាប់ទៅវិញដែនក៏ធ្វើមុខភាំងត្បិតគេគិតថារឿងនេះមិនមាននរណាម្នាក់បានដឹងឡើយតែម្ដេចបានជាម្នាក់នេះនិយាយដូចជាច្បាស់យ៉ាងនេះបូរីក៏បានសង្កេតមើលទឹកមុខរបស់ដែនក៏ដឹងច្បាស់ថាដែនជាអ្នកប្រព្រឹត្តហើយគឺពិតជាករណីរំលោភពិតមែនភ្លាមនោះដែនក៏តបថាបើនាងស្លាប់ទាំងអយុត្តិធម៌អញ្ចឹងតិចនាងមកយកឯងទៅនៅជាមួយដែរបូរីក៏តបថាតែខ្ញុំគិតថានាងនឹងមកយកដែនទៅជាមួយយ៉ាងពិតប្រាកដដែនខឹងណាស់ក៏បានឲ្យគ្នាគេចាប់បូរីហើយគេក៏បានវាយបូរីមួយដៃធ្វើឲ្យបូរីបែកមាត់ហូរឈាមចេញមកដែនក៏ពោលថាឯងនេះដឹងរឿងច្រើនពេកហើយបើឯងមិនព្រមធ្វើគួរធ្វើថ្លង់ទេជីវិតឯងនឹងត្រូវអស់យប់នេះមិនខានគេក៏សើចហើយបន្តទៀតថាខ្មោចបងរបស់ធីតារងការចោទប្រកាន់ម្ដងហើយម្ដងនេះខ្មោចធីតាក៏យើងទម្លាក់កំហុសឲ្យបានដែរវើយគេក៏សើចឮតែភ្លាមនោះក៏ស្រាប់តែខ្យល់បក់មកយ៉ាងខ្លាំងបក់ផាត់ចុងឈើបាក់មេឃឮមកគូឲ្យខ្លាចពន្លឺអ្វីមួយបានហោះចេញពីខាងក្រោយវត្តមកយ៉ាងលឿនហើយក៏ធ្លាក់នៅចុងស្ពានម្ខាងទៀតនោះរំពេចនោះក៏បានលេចចេញនៅស្រមោលសស្ទង់នៅខាងចុងស្ពានកូនចៅដែនក៏ហាក់ព្រឺក្បាលហើយក៏ពោលថានរណាគេនឹងបងដូចមិនស្រួលសោះ
ដែនក៏បានឲ្យគ្នាគេចាប់បូរីឲ្យជាប់ហើយគេក៏ពោលទៅថានរណាគេនឹងមកធ្វើអីទីនេះភ្លាមនោះសំឡេងដ៏សែនពីរោះរបស់ធីតាក៏បានពោលមកថាបងដែនក្រែងបងថាទោះខ្ញុំស្លាប់ក៏បងមិនខ្លាចខ្ញុំមែនទេបងថាបងចង់ថើបខ្ញុំថែមទៀតផងដែនក៏តបថានេះធីតាមែនទេមែនហើយបងនឹកធីតាណាស់កាលពីថ្ងៃនោះបើធីតាមិនគិតខ្លីទេធីតានឹងមិនមានរឿងអ្វីឡើយដែនក៏បានដើរទៅជិតធីតាម្ដងបន្តិដោយគេពោលទៅបណ្ដើផងថាបើកាលពីថ្ងៃនោះធីតាស្រួលបែបនេះបងមិនឲ្យធីតាមានរឿងអ្វីទេបងនឹងថ្នាក់ថ្នមធីតាឲ្យបានល្អបំផុតដែននោះស្រវឹងផងដើរទៅគ្មានដឹងខ្មោចគ្មានដឹងមនុស្សទេចំណែកឯកូនចៅរបស់គេក៏ចេះតែស្រែកទៅថាបងកុំទៅបងធីតាជាខ្មោចទេបងលុះតែដែនទៅចិត្តហើយគេកាន់ទាំងចង្គៀងមួយផងនោះក៏បានឃើញច្បាស់ពីខាងក្រោយខ្នងនោះគឺពិតជាធីតាមែនដែនគេត្រេកអរណាស់ត្បិតថាតាំងពីពេលដែលធីតាស្លាប់ទៅគេមិនបានឃើញនរណាម្នាក់មានរាងស្អាតដូចធីតាទៀតនោះឡើយគេក៏ពោលថាធីតារាងអូនគឺពិតជាស្អាតណាស់បងទ្រាំមិនបានទេភ្លាមនោះធីតាក៏បែរមុខមកព្រះអើយមុខនាងមិនស្អាតដូចកាលនាងជាមនុស្សឡើយពោលគឺពេលនេះដង្កូវចុះមុខនាងសោកសាច់ភ្នែកក៏លៀនសឹងតែធ្លាក់ចុះមកក្រោមធីតាហានិយាយទាំងដង្កូវធ្លាក់ចុះពីមាត់ផងដោយនាងពោលថាបងថាចង់ថើបខ្ញុំមែនទេបងថើបខ្ញុំមកខ្ញុំមិនប្រកែកទេដែនឃើញបែបនេះរន្ធត់ចិត្តណាស់គេរកអួតផងអីផងហើយបំរុងតែរត់តែមិនទេធីតាក៏បានចាប់ដៃគេជាប់ហើយពោលថាអាដែនឯងមកខំអញឲ្យស្លាប់ឯងគិតថាឯងរូបបានស្រួលមែនទេធីតាក៏បានដកមែកឈើដែលនៅជាប់នឹងពុះរបស់នាងមកបំរុងតែចាក់សម្រាប់ដែនពេលនោះទៅហើយខណៈដែលដែននោះស្រែកយំជាខ្លាំងអង្វរធីតាថាខ្លួនបានដឹងខុសហើយហ្វូមកុំសម្រាប់ខ្លួនតែធីតាហាក់មិនស្ដាប់គេនោះទេនាងគឺខឹងនឹងដែននេះខ្លាំងណាស់ចំណែកឯកូនចៅដែននោះក៏រត់ទៅផ្ទះគ្មានហ្វល់នរណាម្នាក់ឡើយគេថានរណាធ្វើនរនឹងទទួលទៅគេមិនបានចូលរួមធ្វើបាបបង្ខំធីតាទេមេឃឈើបំរុងតែធ្លាក់ចាក់ចូលទៅក្នុងទ្រូងរបស់ដែនទៅហើយក៏ស្រាប់តែបូរីដើរមកហើយគេក៏ពោលទៅនាងថាធីតាឈប់សិនធីតាក៏ក្រឡេកមកមើលបូរីនាងក៏ពោលទាំងយំផងថាខាត់ខ្ញុំធ្វើអីខ្ញុំខឹងនឹងគេនេះខ្លាំងណាស់បើគេមិនស្លាប់ទេខ្ញុំមិនអាចរំសាយកំហឹងនេះបានឡើយបូរីក៏បានពោលទៅនាងថាស្ដាប់បងសិនធីតាមិនត្រូវសម្លាប់គេទាំងបែបនេះទេបើគេស្លាប់ពេលនេះតើនរណាលៀងភាពស្អាតស្អំឲ្យបងប្រុសធីតាទៅឲ្យគេទៅចុះណាធីតាគេនេះនឹងត្រូវទទួលទោសតាមផ្លូវច្បាប់ធីតាក៏បានសួរទៅដែនថាតើឯងនឹងព្រមទទួលកំហុសរបស់ឯងដែលធ្វើដាក់យើងដែរឬទេដែនក៏បានសំពះធីតាហើយពោលថាធីតាបងសុខចិត្តទទួលទោសហើយណាធីតាសូមតែធីតាកុំសម្លាប់បងអីធីតាក៏បានដកឈើនោះចេញមកវិញហើយក៏ឲ្យដែនឆាប់រត់ចេញពីមុខនាងដោយនាងពោលប្រាប់គេថាឯងទៅចុះតែឯងត្រូវដឹងថាបើឯងចង់រត់គឺមិនអាចរត់ចេញពីភូមិនេះបានឡើយជើងនឹងកាច់យកឯងព្រមទាំងគ្រូសារបស់ឯងទាំងអស់ដែនក៏បានរត់ចូលភូមិយ៉ាងលឿនដោយស្រែកផងថាម៉ែអើយឪអើយជួយកូនផងធីតាក៏បានស្ងប់ចិត្តហើយប្រែមកជាធម្មតាវិញដោយនាងពោលទៅបរិយថាខ្ញុំទុកចិត្តលើបងបរិយហើយដើម្បីរកយុត្តិធម៌ជូនខ្ញុំនិងបងប្រុសបរិយក៏តបថាស្អែកនេះបងនឹងដាក់ពាក្យបណ្ដឹងបងជឿថាសមត្ថកិច្ចនឹងអាចចាប់ខ្លួនដែនបានធីតាក៏ញញឹមទាំងសង្ឃឹមហើយបានរលាយ
នៅចំពោះមុខបូរីក៏បានដើរទៅវត្តបន្តទាំងដែលក្នុងចិត្តគេគិតអំពីដំណើរដែលគេនឹងធ្វើនៅថ្ងៃស្អែកបន្ទាប់លុះតែព្រឹកឡើងគឺមិនខុសពីម្សិលមិញនោះទេគឺមានលោកពូមករៀនអក្សរលេខនិពន្ធជាមួយនឹងបូរីដោយចប់កាតព្វកិច្ចគឺពុំទាន់បានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចនោះឡើយតែគេបានប្រាប់ទៅលោកពូមេភូមិថាគេសូមជួបគាត់បន្ទាប់ពីបង្រៀនហើយលុះតែថ្ងៃខ្ពស់បន្តិចកម្មវិធីបង្រៀនសម្រាប់ថ្ងៃនេះក៏បានបញ្ចប់ហើយគេក៏បានអញ្ជើញលោកពូមេភូមិទៅកុដិដែលគេស្នាក់នៅលុះតែមកដល់បូរីចាប់ពោលប្រាប់ទៅលោកពូមេភូមិថាពូប៊ុនខ្ញុំចង់ប្តឹងមនុស្សម្នាក់ក្នុងភូមិយ៉ាងនេះតើពូជូនខ្ញុំទៅសាលាស្រុកបានទេពូប៊ុនភ្ញាក់ផ្អើលណាស់តើបូរីមានរឿងជាមួយនរណាម្ដេចបានជាគាត់មិនដឹងអញ្ចឹងគាត់ក៏សួរថាតើលោកគ្រូមានរឿងជាមួយនរណាគេបានជាដល់ថ្នាក់ប្តឹងផ្ដាល់បែបនេះបូរីក៏តបថាគឺរឿងរបស់ធីតាណាលោកពូធីតាមិនបានស្លាប់ដោយសារតែខ្មោចបងប្រុសនាងនោះទេតែមានគេចង់រំលោភនាងទើបនាងបង្ខំចិត្តសម្លាប់ខ្លួនភ្លាមពូមេភូមិក៏តបថាជានរណាក្មួយហើយក្មួយដឹងដោយរបៀបណាបូរីក៏ប្រាប់ថាពូស្គាល់ដែរទេដែលនេះហើយគឺជាអ្នកនៅពីក្រោយខ្នងដែលធីតាបានយកផ្កាឈូកជូនប្រលឹងបងប្រុសនាងសូមពូជូនខ្ញុំទៅសាលាស្រុកដាក់ពាក្យបណ្ដឹងសិនខ្ញុំនឹងរៀបរាប់ប្រាប់លំអិតពូប៊ុនក៏មិនចាំយូរទេហើយគាត់ក៏បាននាំបូរីទៅសាលាស្រុកទាំងថ្ងៃរៀបនឹងត្រង់ទៅហើយនោះដោយសារតែសាលាស្រុកក៏ឆ្ងាយដែរអ្នកទាំងពីរទម្រាំតែធ្វើដំណើរដល់ក៏ជួនពេលសាលាស្រុកចូលធ្វើការវិញល្មមគ្រាន់តែមន្ត្រីគេសួរថាបូរីនេះធ្វើអីដែរបូរីប្រាប់ថាជាគ្រូបង្រៀនអ្នកធ្វើការនៅសាលាស្រុកនោះក៏ផ្ដល់តម្លៃខ្លាំងឲ្យបូរីហើយករណីរបស់បូរីនេះត្រូវបានគេយកចិត្តទុកដាក់ជាទីបំផុតលុះគ្រាន់តែឃើញបូរីដឹងអំពីការស្លាប់របស់ធីតាភ្លាមក៏ប្រាប់តែអ្នកគ្រប់គ្នាចូលមកស្ដាប់សាច់រឿងដែលបូរីធ្វើការប្តឹងនោះត្បិតគ្រប់គ្នាបានអានកាសែតដែលគេចុះហើយក៏ហ៊ូចិត្តត្បិតគេមិនជឿនៅរឿងទាំងនោះឡើយបូរីក៏បានរៀបរាប់យ៉ាងលម្អិតប្រាប់ទៅសមត្ថកិច្ចសាលាស្រុកថាគេប្តឹងបុគ្គលឈ្មោះថាដែននៅភូមិព្រៃចាស់ពីបទបង្ខំរំលោភរហូតដល់ស្លាប់លុះតែសមត្ថកិច្ចឲ្យបូរីរៀបរាប់បន្ថែមទៀតដើម្បីជាតម្រុយធ្វើការស៊ើបអង្កេតបូរីក៏ចាប់រៀបរាប់យ៉ាងច្បាស់ថាកាលពីព្រឹកថ្ងៃសិលមុននេះធីតានាងគឺបានយកចង្ហាន់មកវត្តព្រៃចាស់ដោយសារតែនាងមកយឺតនៅតាមផ្លូវគឺមិនមានមនុស្សមកទៀតទេអ្នកមីងដែលនៅផ្ទះជាប់នឹងផ្ទះមីងហ្វានដែលជាម្ដាយរបស់ធីតាគឺបានឮធីតាប្រាប់ថានាងគឺបានជួបនឹងក្រុមរបស់ដែននៅលើស្ពានឈើហើយគេបានកាក់នាងមិនឲ្យទៅវត្តទេលុះតែនាងបន្លាចក្រុមរបស់ដែនថាបងប្រុសនាងនឹងមកលោកបន្លាចគេទើបគេនោះព្រមឲ្យធីតាទៅវត្តលុះតែជាប់ហើយនាងគឺមិនហ៊ានទៅវិញម្នាក់ឯងទេរងចាំទៅជាមួយលោកយាយលោកតាតែពួកគាត់នៅជជែកគ្នានាងក៏បានចុះមកក្រោមបេះផ្កាឈូកយកមកជូនកន្លែងដែលបងប្រុសនាងបានស្លាប់ពោលគឺនៅក្រោយវត្តនេះដែនដែលរងចាំធីតាមើលនាងត្រឡប់ទៅវិញមិនឃើញក៏បានមកមើលនៅវត្តឃើញនាងដើរទៅក្រោយវត្តម្នាក់ឯងដូចនេះគិតថាជាឱកាសល្អក៏បានដើរទៅតាមក្រោយហើយគេក៏បានបង្ខំនាងដើម្បីរំលោភធីតាមិនព្រមសុកចិត្តស្លាប់ហើយដែននោះក៏រត់គេចពីកន្លែងកើតហេតុនេះគឺជាសម្ដីដែលដែនបាននិយាយផ្ទាល់មាត់កាលពីយុគមិញនេះលោកមេប៉ោអាចនាំគេយកមកសាកសួរគេនឹងឆ្លើយគ្រប់សំណួរទាំងអស់លោកមេប៉ោនៃសាលាស្រុកក៏បានទទួលពាក្យបណ្ដឹងដោយប្រាប់ទៅកាន់បរិយថាលោកគ្រូទុកចិត្តចុះសមត្ថកិច្ចយើងនឹងធ្វើការលើរឿងនេះឲ្យបានលឿនបំផុតរួចអ្នកទាំងពីរក៏បានត្រឡប់មកភូមិព្រៃចាស់វិញលោកពូមេភូមិ
ពលហ្វហ្វើបរិយជាខ្លាំងត្បិតបរិយទៅតែមកតែដឹងរឿងនេះយ៉ាងច្បាស់ដូចបាតដៃអញ្ចឹងលោកសង្ឃឹមថាធីតានឹងទទួលបានយុត្តិធម៌ឆាប់នេះផងចុះក្រោយតែពីទទួលបានបណ្ដឹងហើយសមត្ថកិច្ចមិនចាំយូរឡើយហើយបានចុះមកស៊ើបអង្កេតតាមអ្វីដែលបរិយរៀបរាប់ប្រាប់សមត្ថកិច្ចជំនាញបានចុះមកធ្វើការយ៉ាងយកចិត្តទុកដាក់រហូតរកឃើញអ្នកដែលបានឃើញហេតុការណ៍ជាក់ស្ដែងទៀតលុះតែថ្ងៃបន្ទាប់ពលគឺគម្រប់7ថ្ងៃរបស់ធីតាល្មមប៉ូលីសស្រុកក៏បានដាក់កម្លាំងចុះមកចាប់យកដែនតែមិនទេដែននោះបើទោះជាសមត្ថកិច្ចមានភស្តុតាងមានសាក្សីច្រើនយ៉ាងណាក៏ដោយក៏គេនៅតែមិនព្រមទទួលទោសឡើយពលគឺមិនព្រមទៅជាមួយសមត្ថកិច្ចជាដាច់ខាតហើយគេឲ្យសមត្ថកិច្ចនាំយកសាក្សីដែលថាបានឃើញគេរំលោភធីតាមកនិយាយតទល់គ្នាតែគ្មាននរណាហ៊ានចេញមកនិយាយទេព្រោះគេខ្លាចគ្រូសាដែនតាមសងសឹករហូតដល់ថ្ងៃរសៀលបន្តិចទៅហើយក៏ដែនមិនព្រមទៅហើយគេគំរាមសម្លាប់អ្នកដែលហ៊ានចូលចាប់គេទៀតផងសមត្ថកិច្ចបានត្រឹមតែឡោមព័ទ្ធផ្ទះរបស់ដែនពលគឺមិនហ៊ានចូលខត់ខ្លួនគេឡើយបរិយដោយខឹងខ្លាំងពេកឃើញសមត្ថកិច្ចមិនហ៊ានចូលចាប់ដែនត្បិតគេនៅរឹងរូសខ្លាំងមិនទទួលយកទោសនេះសោះគេក៏បានទៅផ្ទះលោកពូមេភូមិហើយក៏កប់ជួនបានឃើញកូនស្រីលោកមេភូមិគេក៏បានពោលទៅថាលោកពូតើអាចខ្ចីកូនលោកពូបន្តិចបានទេលោកពូក៏ហ្វូថាតើលោកគ្រូចង់ធ្វើអីបរិយក៏តបដែនគេខ្លាចខ្មោចធីតាណាតើអាចយកកូនលោកពូស្លៀកសំលៀកបំពាក់របស់ធីតាមួយផ្លេតបានទេលុះតែព្រមហើយបរិយក៏បានទៅសុំយកខោអាវរបស់ធីតាមួយកំភ្លេពីមីងសានយកមកឲ្យកូនពូប៊ុនស្លៀកពាក់ហើយក៏នាំនាងយកទៅចូលតាមផ្លូវក្រោយផ្ទះរបស់ដែនគ្រាន់តែក្រឡេកឃើញក៏ខំយកបន្តោងព្រះការពារខ្មោចដែលគេទៅតែធ្វើយកមកហ្វូតអាគមតាមពិតអញ្ចឹងសោះបានជាដែនមិនចូលខ្លួនសារភាពគេអាងបន្តោងខ្សែកនឹងទេតាម្ដងនេះលេងដែនឲ្យជ្រុះសក់ម្ដងទៀតបរិយនិងលោកពូមេភូមិក៏បាននាំយកកូនរបស់លោកពូមេភូមិចូលទៅចិត្តហើយនាងក៏ចេះតែនិយាយថាឯងត្រូវតែស្លាប់បើឯងមិនព្រមសារភាពកំហុសរបស់ឯងលុះតែទៅចិត្តដែនភ័យខ្លាចដោយគិតថាខ្មោចរបស់ធីតាមិនខ្លាចបន្តោងនោះទៀតទេគេក៏បានព្រមឲ្យប៉ូលីសចូលចាប់ខ្លួនតាមពិតទៅបន្តោងនោះពិតជាខ្លាំងមែនធីតាបំរុងតែមកកាច់ករបស់គេតាំងតែពីព្រឹកត្បិតគេក្បត់នឹងសន្យាតែមិនអាចចូលទៅចិត្តគេបានឡើយតែម្ដងនេះគឺប៉ះខុសហើយនេះគឺមនុស្សពិតមិនមានអីទៅខ្លាចបន្តោងនោះលុះតែចាប់យកដែនទៅផ្ដន់ទាទោសហើយបរិយក៏បានទៅដុតធូបនៅចំពោះមុខរូបថតរបស់ធីតានៅឯផ្ទះរបស់នាងត្បិតថាថ្ងៃនេះជាថ្ងៃទី7នៃមរណភាពរបស់ធីតាបរិយបានពោលប្រាប់ទៅធីតាថាគេពិតជាសោកស្ដាយណាស់ដែលមកទីនេះយឺតពេលបើគេមកបានមុននេះនាងប្រហែលជាមិនស្លាប់ឡើយហើយបើមានជាតិក្រោយមែនសូមសងជួបធីតាផងចុះរំពេចនោះខ្យល់ក៏បក់មកយ៉ាងចម្លែកតែវាពិតត្រជាក់ស្រួលខ្លួនខ្លាំងណាស់ដែលធ្វើឲ្យគេមានអារម្មណ៍ស្រស់ស្រាយជាខ្លាំងក្រោយតែពីរោគយុត្តិធម៌ជូនធីតាបានសម្រេចចំណែកឯធីតាក៏បានស្ងប់ចិត្តរួចទៅសុគតិភពទៅព្រឹកថ្ងៃល្ងាចក៏ចេះតែរំលងអនុស្សាវរីយ៍ជាច្រើនក៏ចេះតែបានកើតឡើងនៅភូមិព្រៃចាស់នេះបរិយហាក់ពិតមិនចង់ចាកចេញឡើយតែមិនអាចបន្តទៀតឡើយនៅស្រុកខេត្តផ្សេងគឺកំពុងតែត្រូវការគេទៅបង្រៀនបន្ថែមបរិយក៏បានចាកចេញពីភូមិព្រៃចាស់នេះទាំងអាល័យជាពន់ពេកហើយគេក៏ត្រូវបានក្រសួងឲ្យចុះទៅបង្រៀនលេខនិពន្ធនៅសាលាបឋមសិក្សាព្រែកឫស្សីត្បិតអីលោកគ្រូប្រចាំទីនោះឈឺមិនអាចបង្រៀនសើបានថ្ងៃដំបូងដែលបរិយបានជន់ទឹកដីព្រែកឫស្សីនេះក៏ហាក់មានអារម្មណ៍ថាមិនខុសគ្នាប៉ុន្មានឡើយ
ពេលដែលគេទៅដល់ភូមិព្រៃចាស់នៅពេលដែលគេចុះទៅសាលាព្រែកឫស្សីក៏ស្រាប់តែបានឃើញនរណាម្នាក់មិនដឹងហាក់ស្រដៀងទៅនឹងដំណើររបស់ធីតាជាពន់ពេកបូរីមិនអស់ចិត្តទេក៏បានដើរលបទៅតាមក្រោយនារីម្នាក់នោះក៏បានដល់ចូលថ្នាក់រៀនមួយដែលគេសរសេរអក្សរថាថ្នាក់ទី5កលុះតែនាងដើរចូលទៅក៏ស្រាប់តែឮសិស្សទាំងអស់បានស្រែកមកថាសូមជម្រាបសួរអ្នកគ្រូក៏បានពោលថាចាសអរគុណបងប្អូនទាំងអស់គ្នាអង្គុយចុះមកសំឡេងនោះគឺគ្មានខុសបន្តិចណាឡើយអំពីសំឡេងរបស់ធីតាតើរឿងនេះអាចកើតឡើងបានយ៉ាងណាមនុស្សពីរនាក់មានអាយុប្រហែលគ្នានិងមានរូបរាងដូចគ្នាយ៉ាងនេះមិនអាចទេគឺពិតមិនអាចកើតឡើងបានឡើយអ្នកគ្រូក្រោយតែពីឃើញបូរីមើលគាត់បង្រៀនដូចនេះក៏បានចេញមកហើយនិយាយសាកសួរជាមួយនឹងបូរីក៏ចេះតែប្រាប់អ្នកគ្រូថានាងគឺស្រដៀងនឹងធីតាដែលបូរីគេបានធ្លាប់ស្គាល់ខ្លាំងណាស់ហើយនាងក៏ចេះតែសើចលុះតែយូរបន្តិចទៅអ្នកទាំងពីរក៏ចាប់ស្រឡាញ់គ្នាហើយក៏បានគ្នាជាគូជីវិតទៅបូរីនោះគឺមិនភ្លេចទេក្រោយតែពីគេរៀបការរួចហើយក៏បាននាំអ្នកគ្រូដែលមានឈ្មោះថាសោភាមកលេងអ្នកភូមិព្រៃចាស់ហើយគ្រប់គ្នានៅទីនោះគឺពិតជាភ្ញាក់ផ្អើលមិនគួរឲ្យជឿបើសំបីតែមីងសានក៏បានហៅអ្នកគ្រូសោភាថាជាកូនស្រីដែរដំបូងឡើយអ្នកគ្រូសោភាគឺមិនជឿបូរីទេនាងតែងថាបូរីនេះចេះតែនិយាយដើម្បីបានញ៉ាញងនឹងនាងប៉ុណ្ណោះលុះតែបានឃើញរូបថតរបស់ធីតាហើយទើបដឹងថានេះគឺជាការពិតបើសំបីតែនាងក៏ស្មានថានោះគឺជារូបរបស់នាងដែរនាងនិងធីតាគឺសឹងតែជាមនុស្សតែមួយទៅហើយរឿងនេះខ្ញុំសូមបញ្ចប់ត្រឹមនេះកំហុសខុសឆ្គងប្រកាសជាអាចនឹងកើតមានឡើងខ្ញុំបានក៏សូមអធិស្ឋានចំពោះកំហុសទាំងនោះហើយសង្ឃឹមថានឹងបានជួបពុកម៉ែបងប្អូនទាំងអស់គ្នានៅរឿងបន្តទៀត